វត្ថុស័ក្តិសិទ្ធិដ៏កម្រជាអស្ថពរដ៏វិសេសជាកូនសម្លាញ់របស់ឪពុកមិនបានទេនេះជាវត្ថុដែលព្រះចៅអធិរាជប្រទានឲ្យតើអាចយកមកឲ្យក្មេងលេងយ៉ាងដូចម្ដេចហេតុអ្វីមិនបាននាងក៏ជាចៅស្រីបង្កើតរបស់បតាដែរមេឃមានបាតុភូតចម្លែកតតំណែងរាទីយីតឈូយេឲ្យបណ្ដេញចេញពីវាំងភ្លាមឈូយេថ្ងៃស្លាប់របស់ឯងមកដល់ហើយព្រះអង្គគុំចាស់ព្រះនាងរាទីយីតមិនខ្វល់ពីការជំទាស់របស់គ្រួសារនៅតែទូចតាមព្រះអង្គចេញពីវាំងព្រះអង្គមិនត្រូវដួលរំមុនឡើយសុនជឺបើទូបង្គំលែងជារាទីយីតទៀតតើស្ដេចរុយនឹងប្រឡែងកូនរបស់ទូបង្គំដែរឬទេសម្រាលហើយម្ដាយនិងកូនមានសុវត្ថិភាពទើបតែចាប់ជាតិក៏ជួបមនុស្សសំណាងអាក្រក់3នាក់ចង្រៃមែនយើងជាសត្វទេពបុរាណថៅធីឯ2នាក់នេះមានផ្សែងខៀវលើក្បាលសំណាងអាក្រក់ដល់ឆ្អឹងហើយតើជាតិមុនយើងសាងកម្មអ្វីមកខ្លះទៅបងប្រុសដៃប្អូនស្រីផ្កាឈូកគួរឲ្យស្រឡាញ់ណាស់កុំប៉ះនាងក្មេងទៅនឹងកើតគឺខ្សោយណាស់ម្យ៉ាងវិញទៀតនាងមិញនេះហាក់ដូចជាកំពុងមើលងាយពួកយើងមែនទេនៅក្នុងបន្ទប់នេះមានតែរិស័យពណ៌ទឹកក្រូចរបស់លោកម៉ែទេដែលខ្ពង់ខ្ពស់ជាងគេតើមានគ្រួសារល្អឯណាយកបុត្រីដ៏ខ្ពង់ខ្ពស់មកផ្ញើវាសនានឹងបរិះអភ័ព្វបែបនេះថែមទាំងបង្កើតបានកូនដែលសុទ្ធតែជាអ្នកមានគ្រោះចង្រៃទៀតពុទ្ធឲ្យគ្រួសារនេះប្រមូលផ្ដុំរស់ស័យក្នុងលោកមកជួបជុំគ្នាអស់ហើយកូនសម្លាញ់នេះឬជាអារម្មណ៍ពេលបានបីត្រកងបុត្រីកូនសម្លាញ់សែងខ្មៅក្រាស់ខ្លាំងណាស់ជាវត្ថុអបមង្គលកម្រិតកំពូលជាថ្នាំបំពន់ដ៏វិសេសលោកឪពុកល្ងងខ្លៅគុំនៅសាច់ភ្លីភ្លើទៀតប្រញាប់យកវត្ថុទិព្វផ្សែងខ្មៅនោះមកឲ្យយើងភ្លាមមកម្ចាស់ទៅប្រហែលជាឃ្លានហើយហេតុអ្វីក៏មកជួបនឹងឪពុកល្ងងដែលគ្មានភ្នែកមើលយកសភាពការបែបនេះឆាប់ដាក់វត្ថុអបមង្គលរបស់មនុស្សល្ងងនោះចុះទៅកូនចង់បានរបស់នេះមែនទេមិនបានទេក្រាបទូលព្រះអង្គនេះជាវត្ថុដែលព្រះចៅអធិរាជប្រទានឲ្យតើអាចយកមកឲ្យទីរុកលេងដូចជាប្រដាប់ក្មេងលេងយ៉ាងដូចម្ដេចហេតុអ្វីមិនបាននាងក៏ជាចៅស្រីរបស់ព្រះបតាដែរទូបង្គំជឿថាព្រះបតានឹងមិនបន្ទោសទូបង្គំឡើយឈ្ងុយណាស់ជាធម្មពលអាក្រក់ដ៏បរិសុទ្ធមែនព្រះអង្គគុំចាស់បន្តោងត្បូងនេះមិនមែនជារបស់លេងសើចទេសូមព្រះអង្គប្រញាប់ទុកដាក់ឲ្យបានល្អទៅយាយចាស់នេះកំពុងធ្វើបាបក្មេងហើយចាំយើងងើបកម្លាំងធាតុឡើងវិញសិនចុះលោកយាយមេដោះព្រះអង្គគុំចាស់មានបន្ទូលថាគ្មានបញ្ហាទេចុះហេតុអ្វីអ្នកឯងនៅតែចង់ដណ្ដើមរបស់ពីដៃក្មេងទៀតបន្តោងត្បូងនេះទោះមានតម្លៃយ៉ាងណាក៏ជារបស់ព្រះអង្គគុំចាស់ដែរតើមកពីព្រះចៅអធិរាជយោថាបុត្រីខ្ញុំមិនស័ក្តិសមឬក៏អ្នកដែលជាត្រឹមអ្នកបម្រើយោថាបុត្រីខ្ញុំមិនស័ក្តិសមទៅវិញលោកម៉ែអស្ចារ្យណាស់ជាតិម្នាក់នេះកូននឹងការពារលោកម៉ែវិញព្រះនាងបើអ្នកចង់ឲ្យវាពិតប្រាកដចូលយកវាមកចុះបណ្ដោយឲ្យខ្ញុំបម្រើម្នាក់នេះធ្វើបាបគេឯងតាមចិត្តឬមួយក៏អ្នកមិនចង់ឲ្យវាតតែសោះម៉ែអ្នកកំពុងបង្រៀនខ្ញុំឲ្យធ្វើការឬតើអ្នកនាងគិតឈ្មោះកូនស្រីហើយឬនៅឈូយ៉ាវរាត្រីស្នេហ៍ស្រដៀងគ្នាដូចរដូវស្លឹកឈើជ្រុះសម្លឹងមើលគ្នាទៅវិញទៅមកចុះឈ្មោះតូចវិញប៉ាខ្ញុំឈ្មោះជាវជាវបើមិនដូច្នោះទេខ្ញុំនឹងស៊ីសត្វល្អិតជាវជាវព្រះនាងពិតជាមែនទេឬខ្ញុំមានការពិចារណាផ្ទាល់ខ្លួនហើយឈ្មោះតូចនេះថាជាវជាវចុះយកទៅលេងទៅមិនដឹងថាជាការយល់ច្រឡំឬអត់ទេតាំងពីយកចិញ្ចៀននេះចេញពីខ្លួនថ្ងៃនេះខ្ញុំមិនសូវអាក្រក់ដូចធម្មតាទេជិះរទេះសេះក៏រលូនគួរឲ្យភ្ញាក់ផ្អើលនៅមាត់ទ្វារវាំងក៏មិនជាប់គាំងដែរសូម្បីតែអ្នកដែលមកបង្កបញ្ហាក៏មិនបានជួបដែរមើលទៅសំសួនបែបនេះមិនគួរជាមនុស្សអាក្រក់ទេខ្នាចាំបន្តិចមិនចម្លែកទេដែលសំណាងអាក្រក់យករបស់ដែលមិនមែនជារបស់ខ្លួនតើសំណាងអាចរលូនបានយ៉ាងម៉េចមិនបានទេការដណ្ដើមគ្នាទៅវិញទៅមករបស់មនុស្សគឺស្លាប់រស់អញនៅត្រូវពឹងលើរបស់នេះដើម្បីបន្សាបបន្ទាប់សម្បត្តិដ៏កម្រមិនអាចឲ្យវាដួលរំបានជាដាច់ខាតស្មានតែជាវត្ថុបុរាណដ៏អស្ចារ្យអ្វីទៅទៀតកាន់មួយយប់អ៊ូស្មានខ្មៅនៅសល់តែអ៊ូស្មានអាក្រក់ប៉ុណ្ណោះផឹកមួយក្អឹកទៅផ្អែមណាស់រសជាតិនេះតាមពិតជាបណ្ដាសាដ៏សាហាវដែលសូត្រដោយភិក្ខុជនខ្ពស់សោះជាថ្នាំបំពន់ដ៏ពូកែត្រូវបានយើងបិទស្រុកបណ្ដាសាអស់ហើយពេលនេះវានៅសល់ត្រឹមតែជាវត្ថុការពារសន្តិសុខធម្មតាប៉ុណ្ណោះតែប៉ុណ្្នឹងឯងគួរឲ្យស្ដាយវត្ថុទិព្វមួយនេះណាស់បន្តោងត្បូងរបស់អ្នកតើពីមុនធ្លាប់មានស្នាមឆ្នោតក្រហមនៅត្រង់នេះមែនទេប៉ុន្មានឆ្នាំមកនេះខ្ញុំកាន់វារាល់ថ្ងៃខ្ញុំច្បាស់ណាស់ថាបន្តោងនេះមិនត្រូវបានគេដូរទេប៉ុន្តែស្នាមឆ្នោតក្រហមនោះពិតជាបាត់ដានមែនប្រហែលជាជាវជួយរំលាយវាឲ្យអ្នកហើយដឹងនេះជាអ្វីដែលព្រះបតាបានបង្កប់ឲ្យគេប្រទានឲ្យអ្នកមិនមែនទេគឺព្រះនាងយូបានយកត្បូងដែលទទួលបានមកច្នៃជាពីរព្រះបតាបានរៀបរួចទីប្រាប់ថានោះជាត្បូងដែលជួយទ្រទ្រង់សុខភាព
ក៏បានយកមួយពីព្រះនាងយំប្រទានឲ្យខ្ញុំ កូនស្រីសំណប់របស់chúយាយនឹកស្មានមិនដល់ថាអាចបំបែកបណ្ដាសាក្នុងបន្តោងត្បូងបានពិធីបង្កក់ខែមកដល់ចំពេលល្អណាស់នឹងជួនដំណើរគ្រួសារពួកគេទៅកាន់សុខភពជាមួយគ្នា មួយខែក្រោយគឺជាពិធីបង្កក់ខែរបស់ជាវៗនឹងរៀបចំយ៉ាងអធិកអធមនៅក្នុងវាំងការប្រឡងជ្រើសរើសមន្ត្រីទើបតែបញ្ចប់ដល់ពេលនោះប្រកាសជាអនុញ្ញាតឲ្យបេក្ខជនដែលមិនទាន់ចាក់ចេញពីទីក្រុងចូលរួមដែរអ្នកគួរតែយកចិត្តទុកដាក់ឲ្យបានច្រើនលើពួកបេក្ខជនដែលមិនទាន់មានបង្អែកទាំងនោះ ខ្ញុំដឹងហើយចុះត្រូវធ្វើបែបណាទៅមួយខែហើយហេតុអ្វីក៏សក់មិនព្រមដោះ ធំ សារ ឡើងប្រហែលជាមិនមែនជាក្មេងទំពេកទេដឹងក្បាលប្អូនស្រីលងស្រូវដូចជាសុទ្ធបកសម្បកអញ្ចឹងថ្ងៃក្រោយខ្លាចតែរកប្តីមិនបានទេមើលទៅពួកឯងទាំងពីរនាក់ជាក្មេងនាំសុយ យើងជាសត្វទេពបុរាណមិនមែនក្បាលទំពេកទេចង់ត្រូវរំពាត់មែនទេ ម្ចាស់តូចកុំបន្ទោសថាខ្ញុំបំរើម្នាក់នេះចិត្តអាក្រក់អីយប់ពេញបូណមីមានតែបង្ខំចិត្តធ្វើបាបអ្នកហើយ អូសុទ្ធតែជារបស់អន់គ្មានរសជាតិរបស់របរទាំងនេះទោះបីជាទ្រព្យសម្បត្តិក៏ដោយទោះបីជាយើងដុសធ្មេញហើយទំពាលេបរបស់ទាំងនេះចូលទៅទាំងអស់ក៏ដោយធម្មពលវិញ្ញាណដែលទទួលបានក៏តិចតួចណាស់យើងមិនភ្នែកមើលទេឆ្លងកាត់ការចាប់ជាតិអស់ជាច្រើនលើកមកនេះយើងដឹងច្បាស់បំផុតថាអ្វីដែលមានវិញ្ញាណខ្លាំងក្លាបំផុតគឺអត្ថបទនិងគំនូរដែលអ្នកប្រាជ្ញតែងឡើងវាពិតជាមានរសជាតិឆ្ងាញ់ណាស់ក្លិនក្រអូបតាំងពីចម្ងាយដូច្នេះរបស់រឹងអនទាំងនេះមិនស្មើនឹងយកគំនូរក្នុងឃ្លាំងមកឲ្យយើងទេយើងចូលចិត្តរបស់នោះជាង បើអង្គម្ចាស់ខ្សាត់គ្មានចិត្តចង់ឈ្នះទេតំណែងរាជយាតនេះយើងអាចបដូរឲ្យអ្នកផ្សេងធ្វើបាន ធម្មពលពណ៌ស្វាយខ្លាំងណាស់នេះហើយជាស្ដេចចាស់នោះមែនទេក្លិនក្រអូបនិងបរិសុទ្ធណាស់ប៉ុន្តែហេតុអ្វីបានជាយើងមិនទាន់មានធ្មេញអញ្ចឹងតាចាស់ឯងអាចរកវិធីជួយបើកវាឲ្យយើងបានទេ នៅការពីឪពុកទៀតមែនទេយំជំនួសឪពុកឯងឲ្យយើងមើលបន្តិចមើលនរណាខ្វល់ពីអាមនុស្សនាំសុយនោះទៅព្រះបតាប្រហែលជានាងឃ្លានហើយឲ្យមេដោះពើនាងចេញទៅចុះម្ចាស់ថ្លៃឲ្យនោះជាញាតិថ្វាយស្ដេចសំបីតែឪពុកឯងក៏គ្មានសិទ្ធិមើលដែរឯងចង់យកទៅផ្ទះផ្ទាល់តែម្ដងឬសមាមាត្ររឹងមាំរចនាសម្ព័ន្ធល្អប្រណិតមានទស្សនៈប្លែកពីគេយ៉ាងស៊ីជម្រៅទៅហើយតើក្រសួងយុទ្ធភ័ពមិនតែងតែត្អូញត្អែថាខ្វះមនុស្សទេចូលយករបស់នេះទៅឲ្យលោកពូស៊ូហើយប្រាប់ថាយើងបានរកបានជំនួយការដល់ពូកែម្នាក់ឲ្យគាត់ហើយម្ចាស់ញាតិហាវយន្តម្នាក់នេះពិតជាទំពាំងស្នឹងសីមែនជាគ្រាន់តែចាប់យកតាមចិត្តនឹកស្មានមិនដល់ថាជាកលិះដោះស្រាយបញ្ហានៃក្រសួងយុទ្ធភ័ពម្នាក់នេះយើងត្រូវតែដណ្ដើមយកឲ្យបានមុនស្ដេចរុយលោកសេនាបតីឆ្វេងនឹងចូលមកក្នុងវាំងដើម្បីចូលរួមពិធីជប់លៀងនៅថ្ងៃនេះដល់ពេលនោះទូបង្គំនឹងប្រគល់ញាតិនេះទៅឲ្យលោកម្ចាស់ញាតិពណ៌បៃតងជាញាតិសម្ងាត់ដែលត្រូវបានត្រួតពិនិត្យដោយលេខាធិការដ្ឋានជាធម្មតាព្រះចៅអធិរាជទ្រង់ជ្រើសរើសពិនិត្យតាមវិធាកម្មតែប៉ុណ្ណោះការដែលត្រូវបានជ្រើសរើសគឺពិបាកជាងការឈ្នះមេល្បែងនៅកាស៊ីណូទៅទៀតក្មេងតូចម្នាក់នេះគ្រាន់តែចាប់យកតាមចិត្តសោះជោគវាសនារបស់អាល្អហាវយន្តម្នាក់នេះនឹងត្រូវផ្លាស់ប្ដូរទាំងស្រុងហើយពិតមែនហើយអ្វីក៏មិនស្មើនឹងមានសំណាងល្អដែរល្អចង់បានមែនទេមកចាំយើងយកអាថ្មីឲ្យឯងឆាប់សងយើងវិញមកនោះជារបស់យើងទេនេះតាអធិរាជចាត់ទុកយើងជាមនុស្សរងងឬយករបស់ទេស្អាតគ្មានវិញ្ញាណបែបនេះមកបោកបញ្ឆោតអ្នកណារបស់ដែលបានត្រៀមទុកដល់ពេលត្រូវបង្ហាញខ្លួនហើយតើនោះជាអ្នកណាមើលទៅស្មានតែគេជាអធិរាជទៅហើយកុំនិយាយផ្ដេសផ្ដាសប្រយ័ត្ននាំទុកដល់លោកឪពុកអ្នកម្ដាយតាមពិតគឺជាអាប្អូនចង្រៃនិងបងប្រុសទីពីរតើមនុស្សសំណាងអាក្រក់ទាំងពីរនាក់នេះធ្វើអ្វីក៏មិនកើតតែបើខាងបង្កបញ្ហាវិញគឺលេខ1ចិនយានប្រយ័ត្នមាត់កុំឆេវឆាវអីទីនេះជាព្រះបរមរាជវាំងមានតែនាំរឿងដល់លោកឪពុកអ្នកម្ដាយប៉ុណ្ណោះពិតជាសុំទោសផងបេក្ខជនដែលជ្រើសរើសបានឆ្នាំនេះសុទ្ធតែជាអ្នកមានសមត្ថភាពនៅឯភូមិគ្រឹះមានរៀបចំពិធីសូត្រកំណាព្យខ្ញុំមិនដាច់ចិត្តបដិសេធពួកគេទើបមកយឺតបន្តិចប៉ុន្តែអ្នកដែលមកភូមិគ្រឹះមានប៉ុន្មានអ្នកមើលទៅហាក់ដូចជាសំភ្លេចខ្ញុំចាំថាពួកគេជាមនុស្សដែលត្រង់ពេញចិត្តខ្ញុំពិតជាមិនចូលចិត្តពួកមនុស្សដែលរារាតាមខ្យល់បែបនេះទេតែពួកគេទូចសុំនៅបន្តខ្ញុំក៏ពិបាកនឹងបដិសេធចុះយ៉ាងណាដែរក្រែងលោកព្រះអង្គម្ចាស់ចង់ចាប់មនុស្សទៅភូមិគ្រឹះខ្ញុំដើម្បីទទួលពួកគេត្រឡប់ទៅវិញបើមានរឿងអ្វីកើតឡើងខ្ញុំមិនអាចទទួលខុសត្រូវលើទោសកំហុសនេះបានទេព្រះអង្គម្ចាស់មានបន្ទូលលេងសាច់ហើយសត្វស្លាប់ដែលឆ្លាតវៃរមែងរឿងមេដែលត្រូវបានទ្រង់សពព្រះតីក៏ជាសមត្ថភាពរបស់ពួកគេដែររឿងនេះមើលទៅពាក្យចាំអារាមខាងក្រៅពិតជាមិនខុសមែនអូតើជាពីអ្វីទៅព្រះចៅអធិរាជយាងមកដល់ហើយព្រះអង្គមិនទាន់ចេញរាជសារផងតែពួកអ្នកទាំងនេះបែរជាខំប្រឹងអស់ពីសមត្ថភាពធ្វើឲ្យពិធីខួបកំណើតក្មេងម្នាក់នេះក្លាយជាច្របូកច្របល់ទៅវិញលើកលែងពិធីអង្គុយចុះទទួលបញ្ជាមេឃព្រះរាជសារអធិរាជពេលនេះមានបុត្រីរបស់រាជយាតឈូយានាមឈូយ៉ាវមានប្រាជ្ញាឆ្លៀសវៃមានចរិតបរិសុទ្ធល្អឯកតែងតាំងឈូយ៉ាវជាម្ចាស់ក្ត្រីខែហុយប្រទានសួយសារ10កដេគ្រូសានិងបញ្ជីមាសទង4ទោះបីរាជយាតធ្វើឲ្យយើងខកបំណងប៉ុន្តែចៅស្រីម្នាក់នេះយើងពិតជាស្រឡាញ់ខ្លាំងណាស់លើកនេះសិស្សដែលត្រូវមកប្រឡង
សិស្សដែលមកប្រឡងលើកនេះពិតជាមិនអន់ឡើយយើងគ្រោងនឹងចាត់ចែងឲ្យពួកគេទៅហាត់ការនៅក្រសួងមន្ត្រីព្រះ បតាកំពុងតែជួយបុតនៅចំពោះមុខអ្នករាល់គ្នាមើលទៅបុតនៅមិនឆ្ងាយពីតំណែងនោះទេតំបន់យន្តលៀងកំពុងជួបគ្រោះទឹកជំនន់សាក្សីដែលទៅស៊ើបអង្កេតត្រូវបានគេសម្លាប់ទូបង្គំខំប្រឹងដល់ថ្នាក់នេះហើយហេតុអ្វីនៅតែខ្វះបន្តិចទៀតព្រះបតាជ្រាបច្បាស់ថាសិស្សទាំងនេះគឺជាមនុស្សរបស់ស្ដេចរុយតែនៅតែចាត់ចែងបែបនេះទៀតនេះច្បាស់ជាការបាក់ដៃឲ្យស្ដេចរុយមកដណ្ដើមអំណាចជាមួយទូបង្គំហើយតើឲ្យទូបង្គំសុខចិត្តយ៉ាងដូចម្ដេចយើងឈូយេមិនព្រមចុះចាញ់ដាច់ខាតពេលនេះសំបីតែព្រះចៅអធិរាជក៏យាងមកជន់ថែមដែរដូច្នេះចំពោះការរក្សាទុកឬដេញចេញនៃមន្ត្រីទាំងនេះអាចហាប់មាត់សុំយើងបានមនុស្សនៃក្រសួងមន្ត្រីមនុស្សទាំងនេះមានតម្លៃខ្ពស់ជាងពួកមន្ត្រីនៅសាលារាជធានីឆ្ងាយណាស់ព្រះចៅអធិរាជធ្វើបែបនេះតើជាចិត្តណាឬក៏ចង់បញ្ចូលមនុស្សឲ្យអង្គុំចាស់ខ្សាត់ដោយចង់ស្ថិតក្នុងចំណុចទាបបំផុតគ្មានអ្វីត្រូវបាត់បង់ទៀតទេនេះគឺជាឱកាសតែមួយគត់ដើម្បីស្រោចស្រង់ស្ថានភាពនេះសរសេរស្អីទៅសុទ្ធតែពីឥតប្រយោជន៍សុទ្ធតែពាក្យបញ្ចូលលើកជើងមិនបានការតតែសោះសូម្បីតែទស្សនៈផ្ទាល់ខ្លួនបន្តិចបន្តួចក៏គ្មានដែរទាំង30ច្បាប់នេះគ្មានមួយណាដែលប្រើការបានឡើយតែសំណាងរបស់យើងធ្លាក់ចុះដល់កម្រិតនេះមែនទេរាជទាយាទតែងតែមានសំណាងអាក្រក់បំផុតលើកនេះការជ្រើសរើសគឺអាស្រ័យលើសំណាងមើលតាមទឹកមុខរបស់គេប្រកាសជាគ្មានពាក្យណាមួយប្រើការបានឡើយឃើញព្រះរាមពិនិត្យយូរយ៉ាងនេះឬមួយក៏រើសមិនត្រូវព្រោះល្អពេកទូបង្គំនៅមានខ្លះទៀតចែកឲ្យព្រះរាមមើលចុះរាជទាយាទអសមត្ថភាពយ៉ាងនេះសូម្បីតែពិនិត្យឯកសារក៏ស្ទាក់ស្ទើរដែរបើប្រៀបធៀបទៅស្ដេចរុយមានសមត្ថភាពខ្ពង់ខ្ពស់ភ្នែកមុតស្រួចមើលមនុស្សមិនខុសឡើយតំណែងរាជទាយាទគង់តែធ្លាក់ក្នុងដៃទ្រង់ជាមិនខានលោកឪពុកស៊ីធំហើយនៅលើទៅនោះសុទ្ធតែក្រដាស់ឥតប្រយោជន៍ទេរបស់មានតម្លៃពិតប្រាកដគឺនៅក្នុងដៃអាវរបស់អាមាត្យឲ្យម្នាក់នោះឯងជីវជាវកុំធ្វើបែបនេះអីក្នុងនាមជាស្ត្រីត្រូវតែមានកិរិយាមារយាទថ្លៃថ្នូរព្រះនាងរាជទាយាទបែរជាធ្វើខ្លួនខុសរបៀបបែបនេះទៅវិញពិតមែនហើយហ៊ានមករំខានរាជទាយាទបំពេញរាជកិច្ចជាសាធារណៈពិតជាស្រីល្ងង់ខ្លៅមែនរាជទាយាទនិងព្រះនាងមានកិរិយាមិនសមរម្យបែបនេះតើឲ្យគ្រប់គ្នាគោរពកត់ខ្លាចយ៉ាងដូចម្ដេចទៅតាមពិតទៅគឺបែបនេះសោះសូវ៉ាន់ថាងកំពុងរំលឹកខ្ញុំថាទូឯកក្នុងពិធីជប់លៀងពេញខែនេះគឺជីវជាវចំណែកឯគំនុំរបស់ពួកតាចាស់ទាំងនេះចូលចាំទុកឲ្យច្បាស់ចុះថ្ងៃនេះក៏នឹងបង្រៀនពួកអ្នកដែលថាអ្វីទៅជាការងាររាជការពិតប្រាកដមកចាប់ទីនោះចុះនេះត្រូវបានវ៉ាដាច់ហើយខឹងខ្លាំងពេកដល់ថ្នាក់ឈួតហើយឆែកជេរខ្លួនវាទៅមានអ្នកហ៊ានធ្វើបែបនេះដោយចំហថែមទាំងប៉ះពាល់ដល់ទៀតគឺទាំងមុខផ្ទាល់តែម្ដងសួរចម្លើយវាលួចលាក់ឯកសារមានគោលបំណងអ្វីហើយអក្សរវិកវេនេះតើអ្នកណាជាអ្នកសរសេរក្នុងរាជការមិនមានអក្សរដូចជើងឆ្កែបែបនេះទេទោះបីមិនពេញចិត្តនឹងការសរសេរវិកវេរបស់ខ្លួនក៏ដោយប៉ុន្តែនោះពិតជាទេពកោសល្យដ៏អស្ចារ្យមែនពឹងផ្អែកលើរឿងនេះមួយមិនអាចមិនផ្ដល់ឲ្យទេឯកសារនេះត្រូវបានលាក់ទុកកូនហ៊ានសូមផ្ដល់ឱកាសប្រកួតប្រជែងដោយយុត្តិធម៌ឲ្យទេពកោសល្យរូបនេះជ្រើសរើសប្រធានបទដោយខ្លួនឯងឯកសារនេះត្រូវបានលាក់ទុកកូនហ៊ានសូមផ្ដល់ឱកាសប្រកួតប្រជែងដោយយុត្តិធម៌ឲ្យទេពកោសល្យរូបនេះជ្រើសរើសប្រធានបទដោយខ្លួនឯងត្រូវហើយកូនប្រុសទាំងពីរប្រកួតប្រជែងដោយយុត្តិធម៌មិនល្អទេខ្ញុំដឹងថាមិនខ្មាស់គេតែមិននឹកស្មានថាថោកទាបដល់ថ្នាក់នេះទេរបស់ល្អបែបនេះពួកយើងក៏ចង់ឃើញដែរបើជាទេពកោសល្យពួកចាស់នេះប្រហែលជាត្រូវប្រជែងគ្នាហើយមិនអីទេហើយបុគ្គលនេះមកបង្ហាញសមត្ថភាពក្នុងពិធីជប់លៀងទៅបដាជាអ្នកមិនចូលបាក់សម្ព័ន្ធបើព្រមហើបមាត់ជួយហើយច្បាស់ជាមិនបណ្ដោយឲ្យរាជទាយាទខាត់បងឡើយអនុញ្ញាតហើយទាំងរាជទាយាទនិងរុយវាងសុទ្ធតែដណ្ដើមរូបខ្ញុំមើលទៅឱកាសរបស់កុងអឺរ៉ានមកដល់ហើយអរគុណចំពោះការស្រឡាញ់រាប់អានទូលបង្គំកុងអឺរ៉ានសុខចិត្តបម្រើរុយវាងដូចគោសេះអាល្ងងនេះនឹកស្មានមិនដល់ថាទើបតែបង្ហាញខ្លួនក៏ចង់ជន់ឈ្លីរាជទាយាទដើម្បីយកចិត្តរុយវាងទៅហើយបើមិនមែនយកដល់បាក់ពួកឯងទេពេលនេះយើងនឹងបោះឯងចេញទៅក្រៅភ្លាមគ្រាន់តែឃើញគម្រោងនេះនៅលើទូរបស់ប្អូនប្រុសយើងក៏ដឹងថាវាពិតជាអស្ចារ្យដាំឡើយបំរុងនឹងលួចយកទៅដើម្បីអនាគតខ្លួនឯងមិននឹកស្មានថាឯកសារនេះត្រូវបានបញ្ជូនទៅដល់ព្រះភ័ក្រទ្រង់តែគំនិតនេះនឹងជួយលើកតម្កើងយើងឲ្យខ្ពង់ខ្ពស់ស្មានមិនដល់ថាជាទំនិញคล้ายៗបន្លំភ្នែកសោះសុទ្ធតែជារបស់បន្លំភ្នែកក្មេងមិនដឹងអីចង់ធ្វើរឿងធំទុកឲ្យយើងជាអ្នកចេញមុខចុះទៅហើយទៅពលក្មេងនោះមកការឆ្លោះប្រកែកគ្នាមិញនេះធ្វើឲ្យខូចពិធីបង្កក់ខែរបស់ក្មេងនេះអស់ហើយចម្លែកណាស់ស្រាប់តែបាត់ភ័យអស់រលីងហេតុអ្វីមានអារម្មណ៍ថាយប់នេះអាចនឹងឈ្នះដោយនឹកស្មានមិនដល់អញ្ចឹងឈ្នះមួយកដានេះហើយព្រះអាយនេះពិតជារបស់វិសេសមែនក្លិនអាយតនៈកំណប់ខ្ពង់ខ្ពស់ណាស់ជាកម្លាំងនៃជំនឿស្កលោកដ៏បរិសុទ្ធមិនល្អទេ
ស្រូបយកច្រើនពេកហើយធ្វើឲ្យយើងនេះស្រវឹងជោគជាមតែម្ដងសំណេរនេះមិនមែនជាស្នាដៃរបស់គេទេចាត់ការវាឲ្យយើងហ៊ានជន់ឈ្លីឪពុកយើងដើម្បីឡើងបុណ្យស័ក្តិផងបើមានសត្រូវត្រូវសង្សឹកយើងមិនលើកលែងឲ្យឯងជាដាច់ខាតលោកម្ចាស់ពិតជាឆ្លៀសវៃមែនប្រកាសជាសរសេរអក្សរបានស្អាតណាស់កូនប្រុសកាត់អីហ្នឹងធម្មតាគេមិនដែលចូលចិត្តអួតអាងទេមិនស្រួលហើយអាល្ងងនេះបញ្ចេញសមត្ថភាពទៀតហើយតាំងពីតូចមានគ្រូពូកែប្រដៅមិនហ៊ានសម្រាកសំបីកន្លះថ្ងៃប្រកាសជាមិនអន់ទេអាល្ងងនេះហៀបនឹងលាតត្រដាងហើយតាំងពីតូចមានគ្រូពូកែប្រដៅមិនហ៊ានសម្រាកសំបីកន្លះថ្ងៃប្រកាសជាមិនអន់ទេចុះពូចម្បូរវិញយ៉ាងណាដែរវាមិនមែនជាគ្រឹះនៃស្មារតីនោះទេនៅតែត្រូវពឹងផ្អែកលើការខិតខំប្រឹងប្រែងរបស់ខ្លួនឯងទើបជាការល្អអាល្ងងនេះឈួតហើយមែនទេឈូមីងយានគឺជាបុត្រច្បងរបស់រាជយាតមនុស្សក្នុងលោកនេះនរណាក៏អាចមិនពឹងពូចម្បូរបានដែរតែពូចម្បូររបស់ឈូមីងយានគឺជាម្ចាស់ផែនដីនេះគេមិនត្រឹមតែចំអកឲ្យឈូមីងយានប៉ុណ្ណោះទេតែថែមទាំងឌឺដងឲ្យរាជយាតថាចិត្តត្រូវដកតំណែងទៀតផងព្រះជីតាអក្សររបស់បុគ្គលនេះគឺคล้ายៗបំផុតសំណេរផ្លូវការតែអក្សរវិញញញៃម្នាក់នេះច្បាស់ជាបន្លំឈ្មោះលួចយកស្នាដៃអ្នកដទៃមកបោកប្រាស់ព្រះអង្គនិងមន្ត្រីទាំងឡាយហើយសូមព្រះជីតាមេត្តាសម្រេចសេចក្តីទូបង្គំត្រូវគេមួយព្រះអង្គទូបង្គំត្រូវគេមួយបង្កាច់ការចម្លងគំនិតប្អូនបង្កើតខ្លួនឯងមិននឹងហៅថាលួចទៅនេះគឺជាការចេញបន្លំនៅចំពោះមុខយើងផងចាត់ការស៊ើបអង្កេតឲ្យច្បាស់លាស់ភ្លាមតើមានរឿងអ្វីកើតឡើងខ្ញុំច្បាស់ជាមិនបានធ្វើអ្វីសោះតែព្រះបតាមិនបានបន្ទោសហើយក៏មិនផ្ដល់ឱកាសឲ្យខ្ញុំពន្យល់ដែរការពន្យល់គឺរឹតតែបង្ហាញពីកំហុសរឿងអយុត្តិធម៌ដ៏ធំនេះខ្ញុំមានតែបង្ខំចិត្តលេបវាចូលទៅក្នុងពោះប៉ុណ្ណោះពិតជាធ្វើបាបខ្ញុំខ្លាំងណាស់ក្មេងម្នាក់នេះពិតជាចិត្តធំមែនកេងស្រមុកក្នុងរង្វង់ដៃព្រះបតាបាត់ទៅហើយមើលមុខតូចនេះចុះដូចជាមនុស្សស្រវឹងអញ្ចឹងសំបីតែអ្នកមានសមត្ថភាពម្នាក់ក៏រើសមិនបានផងនៅសើចសប្បាយទៀតកូនស្រីពិតជាដូចអូនមែនបងមិនដឹងថាគ្រូចង្រៃពីមុនមកគឺដោយសារគេលួចធ្វើបាបឬយ៉ាងណាទេតែបងដឹងថាបងពិតជាបានកូនស្រីដែលជាអ្នកសង្គ្រោះគ្រួសារយើងពិតមែនតើឯងជាអ្នកណាហ៊ានមកខាត់រីជ្រុតព្រះអង្គម្ចាស់ចង់ងាប់មែនទេទូបង្គំសូមក្រាបបង្គំគាល់ព្រះអង្គម្ចាស់សំណេរនៅក្នុងពិធីជប់លៀងថ្ងៃនេះគឺជាស្នាដៃរបស់ទូបង្គំគង់មកដើម្បីថ្លែងអំណរគុណដល់ព្រះអង្គម្ចាស់ដែលបានផ្ដល់យុត្តិធម៌ដល់ទូបង្គំនេះគឺជាម្ចាស់នៃក្បួនយុទ្ធសាស្ត្រដ៏អស្ចារ្យនោះឬជាកម្ពុជាអ្នកប្រាជ្ញតែម្នាក់គត់ក្នុងឆ្នាំនេះនឹកស្មានមិនដល់ថាគេមកដល់មាត់ទ្វារដោយខ្លួនឯងមនុស្សដែលព្រះបតាសរសើរគឺមិនខុសឡើយចំពោះអក្សរដ៏អាក្រក់មើលនោះទុកមួយឡែកសិនចុះវាមិនសំខាន់ទេកាត់សក់ដាច់ចំណងព្រះអង្គម្ចាស់គុំលំអៀងនឹងកូនប្រុសទី2ដ៏ខូចខើរបស់ទូបង្គំអីគេនិយាយកុហកទេគេចង់បន្លំយកស្នាដៃរបស់បងប្រុសគេប៉ុណ្ណោះយើងស្មានថាជាអ្នកណាតានេះមិនមែនជាលោកម្ចាស់គង់សាងសង់នៃក្រសួងខ្វាំងលីទេមិនចម្លែកទេដែលគង់អឺរ៉ានម្នាក់នោះមានគំនុំជ្រៅជាមួយយើងយ៉ាងនេះតាមពិតត្រកូលគង់គឺជាសូនខដែលស្ដេចរុយចិញ្ចឹមសោះក្មេងម្នាក់នេះតាំងពីដឹងថាបងប្រុសគេមានរឿងក៏លួចរត់ចេញពីផ្ទះមិនឈប់ឈរចេញមកដណ្ដើមយកគុណសម្បត្តិឥឡូវនេះថែមទាំងថ្លើមធំហ៊ានមកស្ទាក់ទេសរបស់រាជយាទៀតទូបង្គំនឹងនាំកូនមិនដឹងខ្យល់ម្នាក់នេះត្រឡប់ទៅផ្ទះវិញដើម្បីប្រដៅឲ្យតឹងរឹងកុំឲ្យនៅខាងក្រៅធ្វើឲ្យខូចមុខមាត់ត្រកូលគង់របស់យើងទូបង្គំមិនបានធ្វើទេក្រាបទូព្រះអង្គទូបង្គំមិនអាចត្រឡប់ទៅវិញបានទេបើនាំត្រឡប់ទៅវិញទូបង្គំប្រកាសជាគ្មានផ្លូវរត់ទេព្រះអង្គសូមព្រះអង្គមេត្តាជួយទូបង្គំផងគង់សាងជឿឯងហ៊ានចាប់មនុស្សនៅចំពោះមុខយើងផងនេះគឺមិនដាក់រាជយាដូចជារួមក្នុងកែវភ្នែកតតែសោះគិតចង់មកចាប់មនុស្សដែលយើងត្រូវការចេញពីដៃយើងឬមនុស្សរបស់យើងគិតថាប្រកាសរបស់យើងមិនមែនចាយផ្ដេសផ្ដាស់ទេក៏គ្មានចំណូលចិត្តអ្វីដែលខ្ជិះខ្ជីដែរគឺទុកសម្រាប់ចិញ្ចឹមពួកអង្គរៈសម្ងាត់ដែលសម្លាប់មនុស្សមិនព្រិចភ្នែកទាំងនេះឯងទេអ្នកមិនអាចនាំគេទៅបានទេមានមនុស្សមួយក្រុមឆ្លៀតឱកាសពេលយប់លួចឆ្មក់វិប្រហារទេសរាជយាធ្វើឲ្យកុមារីម្ចាស់កត្រីតក់ស្លុតជាខ្លាំងទោសនេះធ្ងន់ធ្ងរបំផុតវាឲ្យយើងគឺឯងនឹងហើយម្នាក់ដែលសរសេរសារតាំងនោះមើលទៅហាក់ដូចជាមិនបានឆ្លាតជាងខ្ញុំប៉ុន្មានផងប្អូនប្រុសនៅក្មេងខ្ចីនិយាយស្ដីមិនចេះប្រយ័ត្នមាត់សូមអភ័យទោសខ្ញុំដឹងថាអញកំពុងសោកសៅដែលម្ដាយមីងរបស់អញបានស្លាប់ប៉ុន្តែកុំទាន់អើសោកសៅអីអញដឹងទេថារឿងញាតិរបស់អញត្រូវបានលាតត្រដាងក៏ព្រោះតែបងធំរបស់ខ្ញុំមាត់រហ័សបងធំរបស់ខ្ញុំមិនដែលចេះដឹងរឿងអ្នកដទៃឡើយតែយប់នេះដើម្បីឯងគាត់ពិតជាលើកលែងជាពិសេសនេះគឺជានិស្ស័យដ៏ធំធេងណាស់ឯងគួរតែសើចទៅត្រូវជួនកាលខ្ញុំមានអារម្មណ៍ថាខ្លួនឯងសំណាងមិនល្អក៏ព្រោះតែមាត់ស្អុយរបស់ប្អូនប្រុសម្នាក់នេះឯងលោកម្ចាស់តូចម្នាក់នេះមើលទៅហាក់មានអំណាចបារមីជាងរាជយាទៅទៀតតាមពិតអ្នកដែលជួយខ្ញុំយប់នេះមិនត្រឹមតែមានរាជយាទេតែនៅមានចៅប្រុសច្បងរូបនេះទៀតអរគុណលោកម្ចាស់តូចកងឪនិងម៉ូឈីមិនអាចបំភ្លេចបានឡើយពិតជាចម្លែកខ្លាំងណាស់ហាវយុនទៅថ្ងៃមុខឯងចូលមកបម្រើការនៅក្បែរយើងចុះអ្នកដទៃត្រូវចំណាយពេល 3-4 ឆ្នាំដើម្បីឡើងបុណ្យស័ក្តិតែខ្ញុំចំណាយពេលត្រឹមតែមួយយប់ប៉ុណ្ណោះត្រឡប់ទៅផ្ទះវិញកុំសំពះបន់ស្រន់ខុសអាទិទេពឲ្យសោះបើចង់សំពះចូលឯងសំពះទៅទីនោះចុះនៅកន្លែងដែលឃ្លាតពីខ្លោងទ្វារវាំងប្រហែល2ផ្លូវលោកពុកអ្នកម៉ែសំបីតែមន្ត្រីតូចតាចដូចជាកូនក៏ត្រូវជ្រើសរើសបាក់ពុកដែរចាប់ពីពេលនេះទៅរស់ជាមនុស្សរបស់រាជយាស្លាប់ទៅក៏ជាខ្មោចរបស់រាជយាដែរចាំមើលសកម្មភាពរបស់ខ្ញុំចុះបងប្រុសឬថាកុងអឺរ៉ាននៅក្នុងគុកនៅតែមានអំនួតអួតអាងមិនព្រមស្ដាប់តាមការបង្គាប់ក៏ត្រូវអ្នកយាមគុកធ្វើឲ្យរបួសដោយស្កែមងាកដោយអចេតនាបន្ទាប់ពីគ្រូពេទ្យពិនិត្យរួចបានត្រឹមតែពោលថាខ្លាចក្រែងប្រាការលេងកាត់ហើយមិនមែនប្រាការលេងកាត់ទេគឺវាលេងមានទៀតហើយហ៊ានមកអន់ចិត្តនឹងបដារបស់យើងផងនេះហើយគឺជាលទ្ធផលកិច្ចការសាលាធ្វើរួចរាល់ហើយពិតជាចំណែនប្អូនស្រីណាស់មិនបាច់រៀនសូត្រអាចដេកបានរហូតដេកលោកហូ
ភ្ញាក់ឡើងមានអារម្មណ៍ថាស្រស់ស្រាយណាស់មានអារម្មណ៍ថាប្រសិនបើពេលនេះយើងមានថ្មិញប្រកាសជាអាចខំស៊ីបានមួយពេលយ៉ាងឆ្ងាញ់នៅមានថ្មិញមួយជួរទៀតដែលអាចខំកំទេចបានសំបីតែភ្នំរ៉ែមាសលោកយាយហួងទីបំផុតមេតបលីក៏ត្រូវបានរកឃើញហើយប៉ុន្តែគេចង់គំនុំនឹងព្រះអង្គម្ចាស់ខ្លាចថាទៅថ្ងៃមុខពិបាកនឹងគ្រប់គ្រងព្រះអង្គម្ចាស់បន្តទៀតណាស់ព្រះមេដាមេតបលីមិនស្មោះត្រង់នឹងព្រះអង្គម្ចាស់ក៏ពិតមែនប៉ុន្តែគេក៏មិនទៅជឿជាក់លើអ្នកអតីតដែរមិនបាច់បារម្ភឡើយកាលនោះព្រះអង្គម្ចាស់គ្រាន់តែមិនបានចេញមុខជួយនិយាយការពីមិនមែនជាអ្នកដែលធ្វើបាបគេនោះទេបើប្រៀបធៀបទៅពេលនេះព្រះអង្គម្ចាស់បែរជាមានសុវត្ថិភាពជាងខ្ញុំមើលថាព្រះអង្គម្ចាស់បានចាត់ចែងឲ្យកូនប្រុសមេតបលីចូលមកក្នុងភូមិគ្រឹះហើយគេក៏បានទៅរៀនសូត្រនៅផ្ទះលោកឪពុកខ្ញុំជាមួយមង្យាននិងមង្សឺអ្នកប្រុសមង្សឺនិងអ្នកប្រុសឈុំជាកូនប្រុសមេតបលីបានវីតបគ្នាហើយស្អីទៅអ្នកប្រុសទាំងពីរដែលវាគ្នាមិនអីទេតែបែរជាធាក់អ្នកប្រុសតូចត្រកូលហ្វូប៊ូដែលដើរកាត់នោះឲ្យធ្លាក់ចូលក្នុងបឹងបាត់ទៅហើយអ្នកប្រុសមង្យានចុះទៅជួយសង្គ្រោះក៏ជ្រក់ទឹករហូតសន្លប់បាត់ស្មារតីមិនទាន់ដឹងខ្លួននៅឡើយគ្រាន់តែជារបួសខាងក្រៅបន្តិចបន្តួចប៉ុណ្ណោះមិនមានបញ្ហាធំដុំគឺល្អហើយមើលទៅលោកឪពុកប្រហែលជាខឹងសម្បាទើបក្នុងភូមិគ្រឹះមានសភាពតានតឹងបែបនេះក្លិនឈ្ងុយខ្លាំងណាស់អនុញ្ញាតឲ្យយើងចូលទៅមីងយាកធំណាស់លោកម្ចាស់វ័យក្មេងភ្ញាក់ឡើងកន្លងផុតទៅយូរដល់ថ្នាក់នេះទោះជាទេវតាក៏ពិបាកនឹងជួយសង្គ្រោះឲ្យរស់ឡើងវិញដែរពណ៌ស្វាយនោះគឺជាធម្មពលព្រលឹងអធិរាជដ៏បរិសុទ្ធហេតុអ្វីក៏និយាយទៅព្រលឹងនេះមើលទៅហាក់ដូចជាសាំភ្នែកខ្លាំងណាស់សាំភ្នែករហូតដល់យើងមិនដាច់ចិត្តស្រូបយកធម្មពលស្វាយរបស់គេផ្ទាល់តែម្ដងអូព្រះឲ្យនេះបើមិនមែនជាបងប្រុសចិត្តខ្មៅរបស់ខ្ញុំតើអាចជាអ្នកណាផ្សេងទៀតទៅយើងគឺជាសត្វសាហាវតាធីធ្លាប់ឃើញការកាត់ស្លាប់មកច្រើនហើយមនុស្សម្នាក់ស្លាប់តើមានអ្វីទៅប៉ុន្តែនេះជាលើកដំបូងរបស់យើងដែលបានចាប់ជាតិមកធ្វើជាប្អូនស្រីបង្កើតរបស់បុគ្គលដែលមានធម្មពលអធិរាជឲ្យតែមានធម្មពលស្វ័យនេះបងប្រុសប្រកាសជាខ្លាយជាអធិរាជនីពិតប្រាកដនៅថ្ងៃអនាគតយើងមិនទាន់បានអាស្រ័យបារមីបងប្រុសជាអធិរាជដើម្បីដើរស៊ីឲ្យឆ្ងាញ់មាត់ផងហេតុអ្វីក៏មកស្លាប់ចោលបែបនេះពិតជាគួរឲ្យសោកស្ដាយខ្លាំងណាស់ចូលក្រោកឡើងតាមបញ្ជារបស់យើងប្រោះឲ្យរស់ពីស្លាប់បេះដូងនេះនៅមានជីវិតនៅឡើយនេះគូជាហេតុអ្វីអ្នកអតីតឃើញឬមិនឃើញខ្ញុំមិនដឹងទេតែរាល់សកម្មភាពរបស់កញ្ញាតូចគឺនៅក្នុងភ្នែកខ្ញុំទាំងអស់ពីមុនម្ចាស់ធ្លាប់និយាយថាកញ្ញាជាផ្កាយសំណាងរបស់រាជយាតខ្ញុំមិនជឿទេតែឥឡូវនេះខ្ញុំត្រូវតែជឿមិនប្រកាសថាទារកតូចនេះពិតជាទេវតាប្រទានពរដែលមកជួយគ្រូសារម្ចាស់ទេពេលព្រះមេដារាជទីយាតភ្ញាក់ខ្ញុំត្រូវតែប្រាប់រឿងនេះដល់ម្ចាស់កញ្ញាតូចត្រូវតែជួយបងប្រុសឯងឲ្យរស់រានមានជីវិតណាគេមិនទាន់ស្លាប់ទេចេញទៅទាំងអស់គ្នាព្រះមេដាមានរឿងអីគ្មានអីទេខ្ញុំគ្រាន់តែភ័យនឹងកណ្ដុរមួយក្បាលពួកអ្នកកុំចូលមកនេះជាក្បាច់មរណៈដែលពិបាករស់ណាស់ម្ជុលដែលទៅតែចាក់ចូលទ្រូងបុតច្បងរបស់រាជទីយាតនោះស្រាប់តែត្រូវបានរុញចេញមកក្រៅដោយខ្លួនឯងមិនក៏អាចទៅរួចឬមួយឈូមីងជឺមិនទាន់ស្លាប់នេះនឹងត្រូវទទួលរងការសងសឹកពីច្បាប់ធម្មជាតិហើយមកនេះហើយពេលវាងនឹងលោកពូកុងមកប្រាប់ថាខ្ញុំឈឺឆាប់គុណធំអាចលុបលាងកំហុសតូចបានកំហុសតូចតាចសុទ្ធតែជាកំហុសតូចតាចទេណាល្អណាស់ឆ្អឹងជំនីទ្រូងក៏បាក់មួយកំណាត់ដែរទឹកហូរខ្លាំងពេកហើយព្រះមេតាកុំបារម្ភត្រឹមតែលោកកុងជឿសម្រាប់ពី3ថ្ងៃនឹងមិនអីទេគ្រាន់តែឆ្អឹងទ្រូងបាក់ឆ្អឹងហើយត្រូវសម្រាប់ព្យាបាលមួយរយៈសិនឈូមីងស៊ឺជាកូនមិនដឹងខុសត្រូវធម្មតាខើខូចមិនថាទេតែលើកនេះស្ទើរតែធ្វើឲ្យបងប្រុសស្លាប់ទៅហើយបើមិនប្រើច្បាប់គ្រួសារពិតជាមិនបានមែនបើសិនជាបងធំស្លាប់ខ្ញុំសុខចិត្តបដូរជីវិតខ្លួនឯងជំនួសវិញឈូមីងរស់ឡើងវិញហើយលោកតាគ្រូពេទ្យលួងប្រញាប់ឡើងនៅមានម្នាក់ទៀតធ្ងន់ធ្ងរជាងបងធំទៅទៀតកូនប្រុសល្ងងរបស់លោកម្ចាស់ហួយគឺហួយជុនស៊ីប្រហែលជាអស់សង្ឃឹមហើយលោកគ្រូពេទ្យឆាវអ្នកប្រុសធំមិនអីទេគាត់ដឹងខ្លួនហើយប្រញាប់ទៅមើលទៅប្រញាប់មើលក្មេងនៅលើគ្រែនេះទៅលោកគ្រូក្មេងជូនដំណឹងដល់គ្រួសារគេចុះអស់មធ្យោបាយសង្គ្រោះហើយឈប់សិននៅមានវិធីចម្លែកមួយទៀត
តើជាវិធីចម្លែកអ្វីស្លាប់ហើយពេលនេះទូបង្គំចង់ត្រឡប់ទៅកាលពី10ឆ្នាំមុនដើម្បីទះកំភ្លៀងខ្លួនឯងណាស់ព្រះបតាបុត្រីជាកូនល្អតែស្វាមីនាងជាមនុស្សសេបំផុតកាលនោះទូបង្គំពិតជាវង្វេងមែនឯងចេញពីក្នុងខ្លួនយើងទៅមិនចេញយើងសុខស្រួលណាស់យើងប្រើសមត្ថភាពដណ្ដើមខ្លួនឯងមកតើឯងមានសិទ្ធិអីមកដេញមិនបាច់និយាយពីមុខមាត់ទេយើងជាដាវថៅជៀនមិនមែនជាសត្វទេពល្អអីទេកាលនៅភ្នំទេពយើងចូលចិត្តធ្វើបាបសត្វទេពតូចទីបំផុតវីទៅវីបន្តទៀតទៅមើលទៅក្មេងតូចដែលគេធ្វើបាបម្នាក់នេះហាក់ដូចជាមនុស្សរបស់ខ្លួនឯងសោះអោព្រះឲ្យនេះគឺជាស្បៀងអាហារយូរអង្វែងនិងជាគូដណ្ដឹងរបស់អញក្នុងជាតិនេះតើគ្មានមធ្យោបាយផ្សេងទេពេលនេះអញមិនទាន់អាចនិយាយបានមានតែប្រើវិធីនេះប៉ុណ្ណោះបណ្ដោយឲ្យយំបែបនេះមិនបានទេនេះនឹងយំរហូតដល់ជាណាស់ទោះបីជាយើងមានអារម្មណ៍ខុសចំពោះក្មេងដែលស្លាប់ទៅនោះប៉ុន្តែយើងអាចទៅដោយផ្ទាល់ដើម្បីសុំទោសដល់គ្រួសារក្មេងនោះតែដាច់ខាតមិនអាចឲ្យជីវទៅប៉ះពាល់សាកសបានឡើយលោកស្រីកុំឲ្យក្មេងខ្លាចរាងកាយក្មេងម្នាក់នោះអីគ្រាន់តែយកដៃទៅប៉ះបន្តិចប៉ុណ្ណោះបានទេអ្នកយកពីអញហើយទីបំផុតអ្នកក៏ដឹងពីបំណងរបស់អញដែរមេដាហួងលោកគ្រូយោងតាមសម្ដីរបស់អ្នកនៅថ្ងៃនេះទៅថ្ងៃមុខអញនឹងការពារអ្នករាល់ពេលដែលជីវរករឿងបែបនេះគឺដោយសារនាងឃើញរបស់ដែលចង់បានហើយបីនាងចូលទៅអ្នកចេញទៅឲ្យឆ្ងាយទៅរៀបការចូលវិមានរទីយឺតយូរយ៉ាងនេះទីបំផុតឈួតមែនទែនហើយមែនទេក្មេងតូចបែបនេះមិនក៏អាចបីចូលទៅក្នុងបន្ទប់ខ្មោចបានព្រះនាងរទីយឺតធ្វេសប្រហែសពេកហើយនេះគឺជាដែលព្រះចៅអធិរាជទើបតែតែងតាំងណាឋានៈខ្ពង់ខ្ពស់ជាងប្រជានុរាស្ត្រទាំងពួងនាងបែរជាសុខចិត្តដើម្បីកូនប្រុសរបស់មន្ត្រីតូចតាចម្នាក់ហ៊ានយកកាយមាសមកសាកល្បងវិធីសាស្ត្រត្រងឹតបែបនេះលោកគ្រូធំនេះហើយគឺជាវិធីដែលខ្ញុំបានប្រាប់ក្មេងម្នាក់នេះពិតជាមិនធម្មតាមែនព្រះអង្គគុំម្ចាស់មកុដរាជកុមារឆ្នាំនេះទ្រង់ពិតជាមានលៀបធំមែនលោកជំនួយការសេនាបតីក្រសួងហិរញ្ញវត្ថុបាននាំភរិយាមកទាំងកណ្ដាលអធិរាជមកដើម្បីថ្លែងអំណរគុណដល់អ្នកប្រុសទី2ដែលបានធាក់កូនប្រុសដ៏ល្ងង់ខ្លៃរបស់គេមួយជើងរហូតដល់ជាច្បាស់ថាចង់មកស្ម័គ្រស្មោះបម្រើទ្រង់លោកហួយសៀងជឿម្នាក់នេះគឺជាអ្នកកាន់បញ្ជីចាស់របស់ក្រសួងហិរញ្ញវត្ថុតំណែងជំនួយការសេនាបតីនេះគ្រាន់តែជាការបន្ទាបខ្លួនដើម្បីងាយស្រួលធ្វើការប៉ុណ្ណោះគេគឺជាទេវតាទ្រព្យដ៏មហាសាលយើងថាក្មេងនោះថែមទាំងឆ្លក់ទឹកពី3ម៉ាត់ទៀតផងគ្រាន់តែផឹកទឹកច្រើនបន្តិចរៀបបន្តិចប៉ុណ្ណោះមនុស្សហែងទេមិនអីទេមនុស្សហែងទេតាមដែលយើងដឹងលោកជំនួយការសេនាបតីគឺជាមនុស្សរបស់រុយវាំងមែនទេទូបង្គំថ្ងៃនេះរំភើបពេកហើយចង់ចាំបានត្រឹមតែថាការពីមុនខំប្រឹងរកប្រាក់ថ្វាយព្រះចៅអធិរាជចំណែកឯរុយវាំងវិញទូបង្គំចាស់ហើយវង្វេងចង់ចាំរឿងពីមុនមិនបានឡើយអណ្ដូងរ៉ៃស៊ុយស៊ីស្មានទុកហើយថាជាលោកប្រាក់100000ដំឡឹងទូបង្គំសុំទិញឱកាសដើម្បីចូលក្នុងភ្នែករបស់ព្រះអង្គបើប្រសិនជាមិនបានទុកឲ្យកូនប្រុសមកសំបំណុលជំនួសឪពុកចុះវិមានតៃជឺអាចមានកូនប្រុសរបស់មេតបលីម្នាក់ទៀតក៏អាចមានកូនប្រុសរបស់ជំនួយការសេនាបតីម្នាក់ទៀតដែរនឹកស្មានមិនដល់ថាពួកគេដឹងពីកន្លែងលាក់ខ្លួនរបស់មេតបលីតាមពិតទៅវាមិនចាំបាច់ឡើយយើងតែងតែមានអារម្មណ៍ថាពេលនេះខ្លួនឯងដូចជាមេក្បាត់ភ្នំដែលចាប់បុតចំណាប់ខ្មាំងដើម្បីដណ្ដើមរាជបល្ល័ង្កអញ្ចឹងកូនអុកតញោតែក្នុងការដែលដឹងពីសัญลักษณ์បៀរបស់មេតបលីហើយអញ្ចឹងក៏មកចុះបញ្ជូនបុតចំណាប់ខ្មាំងមកចុះផ្កាជឹងជឹងនាងហ្វឹងជូយីងសិនក្នុងចំណោមទេវតាទាំងឡាយតើអង្គណាដែលមិនអាស្រ័យលើវាសនាទន្លេវែងរៀបលេចរលកបបកាយសិស្សស្រីនេះពិតជាជាវស៊ីយូទៅចង់បាននំមួយណាទៀតប្រាប់បងទី2នឹងទិញបើប្រអប់អាហារនេះផ្លាស់ប្ដូរទៅជាចានបាយធំមួយវិញកូនស្រីរបស់ព្រះអង្គគុំចាស់ដ៏ថ្លៃថ្នូរអាចចេញទៅសុំទានតាមផ្លូវបានហើយឯងអាមួយនេះចេះតែធ្វើបាបប្អូនស្រីខ្ញុំសើចអាក្រក់ម្លេះមើលទៅមិនស្រួលសោះមិនគួរឲ្យជឿនៅមានភេទធូបស្រស់ទៀតនៅលាក់មែនទេមកឲ្យខ្ញុំទីមើលថាឯងលាក់នៃណាបើរកឃើញឯងនឹងស្លាប់ហើយធ្វើម៉េចទៅអាតូចនេះសាច់អាក្រក់ណាស់ហេតុអ្វីខ្ញុំភ័យខ្លាចយ៉ាងនេះចាំបន្តិចខ្ញុំទើបតែឃើញក្របភ្នែករូបសំណាកញរំកិលក្មេងមិនគួរមកកន្លែងមិនស្អាតទេចេញទៅចាំខាងក្រៅទៅខ្ញុំដូចជាឃើញអ្វីមួយរត់ចេញពីខាងក្រៅប្រញាប់ដេញតាមមើលទៅដូចមនុស្សងងមែនទេបើខ្ញុំសូមមេត្តាប្រើខួរក្បាលបន្តិចបានទេបើមិនដូច្នោះទេខ្ញុំគិតថាឯងកំពុងមើលងាយខ្ញុំហើយជួយផងរកកន្លែងលាក់ខ្លួនទៅកុំចេញមកត្រូវគេលេងហើយពិតជាដូចមានទេវតាជួយគ្រាន់តែជាកូនមនុស្សម្នាក់ប៉ុណ្ណោះហ៊ានប្រយុទ្ធឆាវថាជាបិសាចធំក៏បានដែរមិនគួរឲ្យជឿគឺជាថៅធាហើយអ្វីមិនប្រាប់មុនមិនចេះគួរសំសោះថែមទាំងហ៊ានរត់ទៀតចាប់បានអញហើយឈូស៊ីយ៉ាងខួរក្បាលឯងមានបញ្ហារទេះសេះរបស់ដំណាក់ព្រះអង្គចាស់ក៏ឯងហ៊ានប៉ះដែរបើខួរក្បាលមិនល្អប្រញាប់ឲ្យពុកខ្ងោករបស់ឯងទៅបង្កើតកូនមួយទៀតទៅជីផ្ទះឯងបង្កើតបាន2នាក់ហើយក៏គ្មានអ្នកណាអាចពឹងពាក់បានដែរតើមែនទេអាហារជាវនៅខាងក្នុងរលំហើយ
ខ្ញុំគ្រាន់តែថាគ្រួសារអញទាំងមូលសុទ្ធតែជួបរឿងអាក្រក់មើលទៅចូលទៅម្ដងធ្វើឲ្យប្រាសាទល្អលំអស់ក្រែងលោមានអ្នកណាម្នាក់ស្លាប់ដោយសារគ្រោះអាក្រក់មែននោះគឺពិតជាខ្ញុំពិតជាមនុស្សនាំសំណាងអាក្រក់មែនកាលពីក្មេងស្ទើរតែសម្លាប់បងធំទៅហើយលើកនេះក៏សម្លាប់ប្អូនស្រីទៀតលោកម្ចាស់តូចសូមមេត្តាឲ្យមនុស្សរបស់លោកជួយសង្គ្រោះនាងតូចរបស់ខ្ញុំផងពិតជាត្រូវខ្ញុំនិយាយមែនហើយពិតជាសំណាងអាក្រក់ណាស់មានមនុស្សស្លាប់មែនមនុស្សរបស់ខ្ញុំមិនអាចនៅទីនេះបានទេយើងត្រូវតែត្រឡប់ទៅជួយរកមនុស្សឲ្យអ្នកវិញជាបន្ទាន់អ្នកទាំងអស់គ្នាត្រូវតែរងចាំខ្ញុំនឹងត្រឡប់ទៅហៅព្រះអង្គម្ចាស់មកឥឡូវនេះត្រឡប់ទៅផ្ទះវិញអស់សង្ឃឹមហើយសម្លៀកបំពាក់រហែកអស់ហើយលើកនេះត្រូវកុហកបែបណាទើបអាចចូលផ្ទះបានលោកម្ចាស់លីលោកប្រឡាក់ឈាមពេញខ្លួនទៅហើយនៅមានមុខមកស្អប់ខ្ពើមនាងតូចរបស់ខ្ញុំទៀតឬនាងតូចអ្នកនៅរស់ទេអ្នកធ្វើឲ្យខ្ញុំភ័យស្លាប់ហើយលោកជំទាវវត្តចាស់រលំហើយព្រះនាងតូចត្រូវកប់នៅខាងក្នុងទៅហើយមនុស្សជិះសេះចេញពីក្រុងខ្ញុំចង់ឃើញមនុស្សរស់ឃើញសាកសពខ្ញុំមិនទាន់បានលេងជាមួយប្អូនស្រីផងបងទី2ក៏សម្លាប់ប្អូនស្រីបាត់ទៅហើយមីងទី2ប្អូនស្រីនៅតូចណាស់តើមិនមែនជាអ្នកទេជាធម្មតាអ្នកធ្វើប្រហែសក្នុងការអប់រំនាងទើបបណ្ដាលឲ្យនាងជួបគ្រោះថ្នាក់បែបនេះហើយអ្វីអ្នកអាចធ្វើបែបនេះបានធ្វើបាបប្អូនស្រីបែបនេះជាកំហុសរបស់ម្ដាយយើងដែលបង្រៀនកូនស្រីមិនបានល្អសូម្បីតែឆ្កែឆ្កួតក៏ព្រមចុះចាញ់ដែរការអត់ធ្មត់មិនមែនជាចរិតរបស់ខ្ញុំទេហ៊ានធ្វើបាបម្ដាយខ្ញុំរកកន្លែងស្លាប់ហើយនេះមិនមែនជាបិសាចតូចដែលដុតភ្នំនោះទេគេនៅរស់ទៀតឬអ្នកណាជាអ្នកនិយាយដើមថាគេស្លាប់នោះឪពុកមនុស្សអាក្រក់ដែលមិនស្គាល់នេះជាអ្នកណាស្ដាប់ទៅសំឡេងកូនស្រីពើពោពេញដោយកម្លាំងនាងនៅតែលោតកញ្ឆក់កញ្ឆែងនៅឡើយត្រឡប់ទៅវិញទៅសិលាចារឹកបុរាណបើទន្ទិញមិនចាំមិនបាច់ញ៉ាំបាយទេសូមជែកបន្តិចអំពីអំពើបាបដែលអ្នកបានប្រព្រឹត្តការនៅរស់ខ្ញុំសូមស្ដាប់លោកសួរខ្ញុំបែបនេះខ្ញុំពិតជានឹកឃើញរឿងមួយខ្ញុំបានឃើញអ្នកនោះនៅទីនេះកាលពីមុនខ្ញុំបានរៀនវិជ្ជាទីវាសនាបន្តិចបន្តួចតាមផ្លូវខ្ញុំបានបោកប្រាស់គេគ្រប់បែបយ៉ាងថែមទាំងទទួលបានការកោតសរសើរពីមន្ត្រីជាន់ខ្ពស់ក្នុងវាំងមួយហើយបានបំពេញការងារខ្លះមានព្រះនាងមួយអង្គបាននាំព្រះរាជបុត្រមកឲ្យខ្ញុំទីវាសនាខ្ញុំបម្រើចាស់បាននិយាយថាកុមារនោះមានវាសនាលួនពេញមួយជីវិតខ្ញុំគិតថាខ្ញុំនឹងទទួលបានផលប្រយោជន៍ច្រើនតាមម្ដាយណាដែលមិនចង់ឲ្យកូនប្រុសខ្លួនល្អម្យ៉ាងទៀតនោះគឺជាព្រះរាជបុត្រមិនមែនមានន័យថាក្រោយមកម្ដាយនិងកូននឹងមានបុណ្យស័ក្តិដោយសារកូននោះទេប៉ុន្តែព្រះនាងអង្គនេះបែរជាមិនសប្បាយចិត្តទៅវិញហើយបានបង្ខំខ្ញុំឲ្យដាក់ស្នេហ៍លើកុមារនោះត្រូវតែធ្វើឲ្យកុមារនោះជួបតែរឿងអាក្រក់ពេញមួយជីវិតប៉ុន្តែខ្ញុំពិតជាចង់ដឹងណាស់ប៉ុន្តែខ្ញុំជាអ្នកដើរផ្សារពេលចូលដល់វាំងមិនហ៊ានសួរច្រើនដូច្នេះហើយខ្ញុំគ្រាន់តែអាចទទួលលុយហើយធ្វើការងារប៉ុណ្ណោះជួបរឿងអាក្រក់បែបនេះអ្នកដែលអ្នកនិយាយនោះជានរណាចៃដន្យអីគឺព្រះអង្គម្ចាស់រាជទីយាទបច្ចុប្បន្នព្រះបិតារបស់អ្នកគឺអ្នកជួយផងជួបរឿងអាក្រក់បែបនេះអ្នកដែលអ្នកនិយាយនោះជានរណាចៃដន្យអីគឺព្រះអង្គម្ចាស់រាជទីយាទបច្ចុប្បន្នព្រះបិតារបស់អ្នកគឺអ្នកជួយផងខ្ញុំថាហើយប៉ុន្តែខ្ញុំដែលជាអ្នកមានគ្រោះថ្នាក់នោះពិតជាសំណាងអាក្រក់ខ្លាំងណាស់ដើមឡើយគឺគេដាក់ស្នេហ៍គាត់អស់រយៈពេល2-3 ឆ្នាំមកហើយម្យ៉ាងទៀតគ្រោះថ្នាក់របស់បតាខ្ញុំបានចាប់ដើមតាំងពីកុមារភាពមកម្លេះដូច្នេះហើយសូម្បីតែកូនរបស់គាត់ក៏មានវាសនាអាក្រក់ម្នាក់ហើយម្នាក់ទៀតដែរខ្ញុំទ្រាំលែងបានហើយពិតជាទ្រាំលែងបានមែនឥឡូវនេះអញគ្រាន់តែចង់ដឹងថាតើអ្នកណាដែលបានរៀបចំគម្រោងយ៉ាងល្អិតល្អន់ទៅរកគ្រូមន្តអាគមពីខាងក្រៅវាំងដើម្បីដាក់ស្នេហ៍លើបតាដែលជានោះរកវាឃើញអញនឹងលេបវាទាំងរស់ជួយផងតើនាងស្នំរូបនោះជានរណាគឺយូពីនកាលនោះគឺយូពីនឥឡូវនេះមិនដឹងថាមានឋានៈអ្វីទៀតទេយូពីនល្អណាស់អញចាំអញហើយហ៊ានធ្វើឲ្យគ្រួសារអញទាំងមូលត្រូវរងគ្រោះម្ដាយទៅលេងឯណាហើយហេតុអ្វីមិននាំខ្ញុំទៅផងម្ដាយរវល់រាល់ថ្ងៃរហូតបាត់មុខខ្ញុំរឿងតូចតាចប៉ុណ្ណឹងមិនហ៊ានរំខានម្ដាយដេកទៅក្នុងព្រះបរមរាជវាំងសប្បាយទេអ្នកណាខ្លះរស់នៅខាងក្នុងកូនស្រីសំណប់របស់ខ្ញុំគួរតែធំដឹងក្តីក្នុងព្រះបរមរាជវាំងបើនៅក្នុងព្រះបរមរាជវាំងនឹងមិនដើរលេងពេញមួយថ្ងៃរកមិនឃើញមនុស្សបែបនេះទេប្រកាសជាត្រូវបានអប់រំយ៉ាងល្អិតល្អន់ជាកូនស្រីអ្នកមានដល់ថ្លៃធ្នូហើយតើអ្នកចាប់អារម្មណ៍អ្វីទៀតហើយហេតុអ្វីស្រាប់តែសួរពីរឿងនេះម្ដាយតាំងពីលើកមុនបានជួបជីតាហើយក៏មិនបានជួបគាត់យូរហើយពេលណាទៅយើងចូលវាំងទៅសួរសុខទុក្ខគាត់មិននិយាយការពិតសោះអ្នកប្រកាសជាលួចរបស់ល្អពីជីតារបស់អ្នកទៀតហើយព្រះនាងម្ចាស់កត្រីបានចាត់ខ្ញុំឲ្យមកទទួលកញ្ញាជាវជាវថ្វាយបង្គំព្រះនាងយូថ្វាយបង្គំព្រះនាងម្ចាស់កត្រីដូច្នេះអ្នក
គឺជាស្ត្រីដែលមានត្រកូលយូរនោះមែនទេខ្ញុំបានសួរគ្រូហោរីជាតិហើយគាត់ថាក្មេងនេះពិតជាធម្មតាជោគវាសនាមិនសូវល្អប៉ុន្មានទេប៉ុន្តែគ្រូធំដែលខ្ញុំរកដោយសម្ងាត់បែរជាថាការប្រែប្រួលទាំងអស់គឺបណ្ដាលមកពីក្មេងនេះខ្ញុំធ្វើការមិនដែលចង់មានចិត្តសង្ឃឹមឡើយដូច្នេះខ្ញុំចង់ឲ្យក្មេងនេះស្លាប់ចៃដន្យឲ្យអីរលអឺរមកហើយកូនតូចនេះក៏មកដែរចាំបន្តិចទៀតលេងជាមួយរលអឺទៅខ្ញុំមានអារម្មណ៍ថាស្ត្រីនេះពិតជាមិនដូចអ្វីដែលព្រះអង្គម្ចាស់មានបន្ទូលថាជាមនុស្សស្លូតបូតនោះទេមនុស្សស្លូតបូតម្នាក់ពិតជាមិនអាចរស់រានមានជីវិតក្នុងរាជវាំងបានឡើយវឹងបៃលៀនហ៊ូមែនទេបើខ្ញុំបាននោះខ្ញុំនឹងជួបរឿងអាក្រក់ប៉ុន្តែបើភ្នែកទេពរបស់ខ្ញុំមិនបានឡើយយាយចាស់ភាពស្លាប់របស់អ្នកស្អុយណាស់ចៃដន្យឲ្យអីរលអឺរមកហើយកូនតូចនេះក៏មកដែរចាំបន្តិចទៀតលេងជាមួយរលអឺទៅល្អណាស់អត់បានជួបបងស្រីហ៊ុយរយូរហើយនាងប្រកាសជាគិតដល់ខ្ញុំហើយមិនអាចទៅបានទេគិតបានហើយចាំបន្តិចទៀតខ្ញុំនឹងឲ្យគេមកទទួលអ្នកនៅដំណាក់ព្រះនាងម្ចាស់ក្ត្រីនិយាយថាខាងរាជយាយស៊ើបអង្កេតមិនសូវលូនទេឯព្រះអង្គម្ចាស់រុយក៏មិនស្ដាប់បង្គាប់ខ្ញុំដែរចេះតែប្រកួតប្រជែងគ្នាជាមួយបងប្អូនបង្កើតព្រះចៅអធិរាជកំពុងត្រូវការមនុស្សជាបន្ទាន់បងប្អូនទាំងពីរគួរតែរួបរวมគ្នាទើបត្រូវព្រះអង្គម្ចាស់រុយជាក្មេងដែលចិត្តមិនអាក្រក់ទេបើពួកអ្នកស្អប់ត្រង់ខ្ញុំអាចជួយនិយាយប្រាប់ត្រង់បានសម្ដែងទៅក៏មិនដឹងថាសម្ដែងឲ្យអ្នកណាដែរទីនេះគ្មានមនុស្សក្រៅទេនេះមិនមែនជាលោកតាខ្ញុំទេណែទើបដឹងថាទស្សនិកជនរបស់យាយចាស់នៅទីនេះសោះព្រះមហេសីគុំធ្វើបាបព្រះមេដារីទីយាតអីស្ត្រីក្នុងវាំងមិនដឹងអ្វីទាំងអស់កូនប្រុសទាំងពីរបានប្រកួតប្រជែងគ្នារហូតដល់ពេញនគរដឹងអស់ហើយមានតែព្រះមហេសីជាស្ត្រីម្នាក់គត់នៅតែគិតថាកូនទាំងពីរជួយគ្នាទៅវិញទៅមកព្រះមហេសីរបស់កុំមើលតែរូបរាងខាងក្រៅដែលឆ្មឹងឆ្មៃក្នុងចិត្តទ្រង់ទន់ភ្លន់ណាស់នេះហើយជាហេតុផលដែលនៅតែស្រឡាញ់ទ្រង់អស់ជាច្រើនឆ្នាំមកនេះព្រះមេដារីទីយាតទៅជួបព្រះមហាក្សត្រីឆាប់ទៅចុះព្រះករុណាស្រឡាញ់ឲ្យបានល្អទៅអ្នកដែលចូលចិត្តធ្វើល្អតែខាងក្រៅក្នុងធ្វើអាក្រក់ដាក់កូនចិញ្ចឹមដាក់ថ្នាំពុលដែលមិនបាត់អស់ពីឬ3ឆ្នាំស្ត្រីចិត្តអាក្រក់បែបនេះអាចជាមនុស្សល្អបានយ៉ាងម៉េចមិនក៏ខ្ញុំជាសត្វតិរច្ឆានទៅវិញទោះជាទេពធីតាតូចដែលចេះទូទីក៏បានដែរខ្ញុំពិតជាសង្ស័យថាតើក្នុងខួរក្បាលលោកតាខ្ញុំក៏ត្រូវបានមេធ្មប់នេះដាក់ថ្នាំពុលមិនច្បាស់លាស់ដែរឬអីឯងចង់ត្រូវគេវាយអ្នកណាឲ្យឯងយល់ព្រមឯងទៅតែ3ឆ្នាំសោះចេះធ្វើការសម្រេចចិត្តដោយខ្លួនឯងហើយឬព្រះមហេសីយូអញ្ជើញភ្លាមច្បាស់ជាមានបំណងអាក្រក់ហើយក្មេងចង្រៃនេះហ៊ានធ្វើការសម្រេចចិត្តដោយខ្លួនឯងយល់ព្រមទៅវិញពិតជាធ្វើឲ្យខ្ញុំខឹងស្លាប់ហើយឯងចង់ត្រូវគេវាយអ្នកណាឲ្យឯងព្រមឯងទៅតែ3ខែសោះចេះធ្វើការសម្រេចចិត្តខ្លួនឯងហើយឬយូខ្វេហ្វេស្រាប់តែអញ្ជើញគឺច្បាស់ជាមានបំណងអាក្រក់ហើយក្មេងចង្រៃនេះហ៊ានសម្រេចចិត្តខ្លួនឯងព្រមទៅវិញពិតជាធ្វើឲ្យខ្ញុំខឹងស្លាប់ហើយម្ដាយមិនបាននិយាយថាការរកអានមិត្តភក្តិជារឿងល្អទេម្ដាយមិនបាននិយាយថាជីវគួរតែលេងជាមួយក្មេងផ្សេងទៀតទេម្ដាយមិនដេចក៏និយាយមិនត្រង់ឯងខ្ញុំមិនបានហាមឯងរកអានមិត្តភក្តិទេអ្វីដែលខ្ញុំចង់និយាយគឺកុំលេងជាមួយពូពីផ្ទះរបស់ព្រះអង្គម្ចាស់រុយនោះព្រះនាងរីកទីយិបកុំត្រង់ខ្ញាល់អីព្រោះបានព្រមហើយចាំបន្តិចទៀតទូបង្គំនឹងទៅនៅជាមួយព្រះនាងតូចចុះគិតទៅក៏គ្មានអ្នកណាហ៊ានប៉ះពាល់ព្រះនាងតូចដែរអញ្ចឹងសូមអរគុណហើយក្មេងនេះរៀងពីសូមមេត្តាមើលថែឲ្យបានដិតដល់បន្តិចបើមិនស្ដាប់ពាក្យក៏អាចបង្ខំឲ្យបីត្រឡប់មកវិញបានដែរមិនបាច់ខ្វល់ពីមុខមាត់គេទេបាទលោកម្ចាស់ខ្ញុំនឹកបងស្ទើរតែស្លាប់ហើយបងមិនសូវមកមើលខ្ញុំនៅវាំងសោះរូបរាងតូចច្រឡឹងនេះកាន់តែស្អាតទៅហើយទៅថ្ងៃមុខតើណាទើបសាកសមនឹងបងទៅនេះលែងមិនជាថ្ងៃដែលឯងនៅផ្ទះក្រមុំទៀតហើយយើងឥឡូវជាទំនាក់ទំនងម្ដាយក្មេកនិងកូនប្រសាហើយខ្ញុំប្រាប់ឯងច្រើនដងហើយឯងត្រូវប្រយ័ត្នរឿងអរិយាបថកុំឲ្យគេនិយាយដើមជីវឯងស្ដាប់ម្ដាយឯងនេះគាត់ជាមនុស្សចាស់គំនិតចាស់ទៀតហើយគាត់នឹងចាប់ផ្ដើមស្ដីបន្ទោសខ្ញុំហើយថាឯងមិនប្រយ័ត្នឯងបែរជាសប្បាយចិត្តទៅវិញឯងមានផ្ទៃពោះ6ខែហើយកូនមិនចង់បានទេខ្ញុំបានរៀបការជាមួយអធិរាជតាំងពីអាយុ6ឆ្នាំធ្វើជាអធិរាជិនីអស់រយៈពេលជាង10ឆ្នាំមកនេះខ្ញុំបានលេបថ្នាំរាប់មិនអស់វិធីព្យាបាលផ្សេងក៏បានសាកល្បងដែរតែបែរជាគ្មានកូនសោះខ្ញុំអស់សង្ឃឹមទៅហើយកូននេះក៏បានមកដល់ភ្លាមមិនក៏ខ្ញុំមិនសប្បាយចិត្តកូនខ្ញុំនេះមានអាយុជាង6ខែហើយតាំងពីមានផ្ទៃពោះមកខ្ញុំគិតទៅគិតមកក៏នៅតែមិនយល់ថាតើវាមាននិស្ស័យមកពីណារហូតដល់ម្សិលមិញឯងថាចង់មកលេងខ្ញុំក៏ស្រាប់តែនឹកឃើញរឿងមួយយប់ថ្ងៃចូលឆ្នាំថ្មីគ្រប់គ្នាញ៉ាំបាយជុំគ្នាមានតែជាវម្នាក់ឯងរត់មកវាំងហ្វឹងអីរបស់ខ្ញុំបំបែកពីមួយងាប់ហើយត្រីគោរងពេញស្រះថែមទាំងបានដុតដើមឈើមួយដើមទៀតផងរឿងអាក្រក់គឺក្មេងម្នាក់នេះជាអ្នកធ្វើតែហេតុអ្វីបានជារដងដែលចូលវាំងសំទោសហើយបាត់បង់មុខមាត់សុទ្ធតែជាខ្ញុំទៅវិញអីយ៉ាយើងជាមិត្តភក្តិជិតស្និទ្ធតាំងពីក្មេងមានអ្វីដែលត្រូវខ្មាស់អៀនទៅឥឡូវនេះអ្នកហៅខ្ញុំថាព្រះមេដាខ្ញុំក៏មិនខ្មាស់អៀនដែរព្រះមេតាលាក់របស់អ្វីក្នុងដៃខ្ញុំឬខ្ញុំគិតថាច្បាស់ជាជីវបានបំផ្លាញប្លង់ទីធ្លានេះដោយមិនដឹងខ្លួនហើយតាំងពីជីវបំផ្លាញទីធ្លារបស់ខ្ញុំស្រាប់តែមានអារម្មណ៍ថាដង្ហើមរត់ស្រួលការគេងក៏មានអារម្មណ៍ថាគ្មានអ្វីសង្កត់ខ្ញុំទៀតទេរួចខ្ញុំក៏មានម្ដេចក៏អស្ចារ្យយ៉ាងនេះណែមានកុហកក៏គិតច្រើនតែប៉ុណ្ណោះ
អស់ហើយរឿងជីវជួយសង្គ្រោះមនុស្សកាលពីក្មេងទម្រាំតែលាក់បាំងបានពេលធំឡើងក្មេងស្រីនេះមិនមែននឹងចាប់ផ្ដើមអាជីវកម្មបញ្ជូនកូនទៅឲ្យស្រីស្នំក្នុងវាំងទៀតទេមិនថាយ៉ាងណាខ្ញុំគ្រាន់តែគិតថាជីវជាផ្កាយសំណាងរបស់ខ្ញុំទៅថ្ងៃមុខរឿងរបស់ជីវគឺជារឿងរបស់ខ្ញុំចាប់ពីថ្ងៃស្អែករបស់ជីវគឺជារឿងរបស់ខ្ញុំនឹងការពារជីវជានិច្ចយាយទួតគ្រាន់តែការពារគូតខ្ញុំទៅបានហើយគូតខ្ញុំត្រូវការយាយទួតជាងខ្ញុំទៅទៀតយាយទួតអាចការពារចៅបានលើកលែងតែគូតក្រៅពីនោះបានទាំងអស់ព្រះនាងម្ចាស់ស៊ូសៀវនាងព្រះនាងគួយហ្វេបានចាត់ខ្ញុំបម្រើមកទទួលកញ្ញាជីវអ្នកហ៊ានប្រគល់កូនទៅឲ្យមនុស្សរបស់គួយហ្វេគ្មានជំរឿទេជីវបានយកព្រមនៅចំពោះមុខគួយហ្វេតើខ្ញុំអាចធ្វើអ្វីបានខ្ញុំនឹងទៅយកនាងមកវិញព្រះនាងម្ចាស់មិនសមហេតុផលសោះព្រះនាងកំពុងមានគំហធំហើយកុំខ្វល់រឿងទាំងនេះអីទោះបីពាក្យខ្ញុំចម្លែកបន្តិចក៏ដោយតែអ្នកត្រូវតែជឿក្មេងស្រីជីវនេះប្រយុទ្ធមិនចាញ់ទេថាម៉េចមិនចាញ់ជីដូនថាព្រោះតែមានរីកទីយាតដណ្ដើមតំណែងនោះទើបតំណែងជួនជូដែលជារបស់ខ្ញុំត្រូវនាងថត់អាយុ3ឆ្នាំនេះដណ្ដើមយកទៅជីដូនថ្ងៃនេះប្រាប់ខ្ញុំឲ្យនាំនាងថត់តូចនេះត្រឡប់ទៅវិញជីដូនប្រកាសជាគិតរកវិធីធ្វើបាបនាងហើយនោះមិនមែនឈូហួយរទេក្មេងអាយុ5ឆ្នាំមិនដឹងមកពីណាបានជាមានគំនុំធំប៉ុណ្ណឹងតែថ្ងៃនេះអញមានពេលច្រើនលេងជាមួយឯងគោលបំណងរបស់អញថ្ងៃនេះគឺចូលទៅក្នុងវាំងវ៉ាន់ស៊ីវដើម្បីរកវត្ថុដែលដាក់បណ្ដាសាលើបតាអង្ការនោះជីកវាចេញទាំងអស់តែម្ដងឆ្លៀតមើលថាបិសាចចំណាស់នេះចង់ធ្វើបាបអញយ៉ាងណាក្មេងគួរឲ្យស្រឡាញ់ដូចអញនាងក៏អាចធ្វើបាបបានដែរមនុស្សពិតជាគួរឲ្យខ្លាចជនជូតូចព្រះមហាក្សត្រីយានីបានរៀបចំអាហាររងចាំអ្នកត្រឡប់ទៅទទួលទានជាមួយគ្នាទុកពួកខ្លះត្រឡប់ទៅវិញទៅកុំឲ្យខុសបំណងព្រះមហាក្សត្រីយានីក្នុងនោះមានល្បិចក៏អ្វីអញមើលមិនដឹងទេតែមានពីស្ឬអត់ពីដែលអាចបង្កគ្រោះថ្នាក់ដល់សត្វទេពបុរាណដូចឯនេះមិនទាន់លេចឡើងនៅឡើយទេពាក្យសម្ដីនេះអ្នកដែលមិនដឹងប្រកាសជានឹកស្មានថាវត្ថុក្នុងវាំងវ៉ាន់ស៊ីរបស់ខ្ញុំមិនល្អដូចវាំងហ្វឹងនេះទេជីវកុំខ្វល់ពីអ្វីដែលស្រីបំរើថោកទាបនេះនិយាយបើឯងចូលចិត្តញ៉ាំឲ្យច្រើនទៅទំនាក់ទំនងរវាងជីដូនរបស់ឯងនិងម្ដាយរបស់ឯងល្អណាស់មិនគួរខ្វល់ពីរឿងតូចតាចទាំងនេះទេមិនឆ្ងល់ទេដែលឈូហួយរយហ៊ានបរិភោគដោយសុវត្ថិភាពព្រោះថ្នាំពុលមិនបានដាក់ក្នុងឆ្នាំងទេតែលាបលើអាវក្រោះទៅវិញយាយចាស់នេះចិត្តខ្មៅណាស់ខ្ញុំមិនចូលចិត្តទេខ្ញុំបរិភោគនេះមិនបានទេដូរមួយទៀតបានទេដូរមួយនេះក៏ខ្ញុំមិនចូលចិត្តដែរខ្ញុំចង់បរិភោគរបស់ក្នុងចាននោះព្រះនាងរបស់នេះធំក្លិនមិនឆ្ងាញ់ទេក្នុងវាំងរបស់ពួកអ្នកគ្មានរបស់បរិភោគផ្សេងទៀតទេក្មេងតូចប៉ុណ្ណឹងសោះក៏រើអើងម្លេះមាតារបស់អ្នកបង្រៀនអ្នកឲ្យខ្ជះខ្ជាអាហារបែបនេះគឺពួកអ្នកទេដែលខ្ជះខ្ជាអាហារពួកអ្នកធ្វើនំផ្អែមមិនឆ្ងាញ់បែបនេះខ្ញុំនឹងប្រាប់រឿងនេះទៅហួងមួយយ៉ាងគឺពួកអ្នកទេដែលខ្ជះខ្ជាអាហារពួកអ្នកធ្វើនំផ្អែមមិនឆ្ងាញ់បែបនេះខ្ញុំនឹងប្រាប់រឿងនេះទៅហួងមួយយ៉ាងអាបិសាចថតតូចនេះពិតជាមានវោហារស័ព្ទជាងឪពុកដែលគ្មានប្រយោជន៍របស់វាទៅទៀតអញមិនអាចរងចាំធ្វើការសំខាន់បានទេមិនខ្ជះខ្ជាពេជាមួយវាទេដោយចៃដន្យល្អគឺមិនបានបរិភោគទេបងស្រីបងមិនបានថាចង់នាំខ្ញុំទៅលេងទេបានលេងនៅទីនេះពីមុនមកទេណាហួយរងអ្នកទៅលេងជាមួយប្អូនស្រីមើលថែប្អូនស្រីឲ្យបានល្អកុំឲ្យនាងរត់លេងផ្ដេសផ្ដាសឲ្យសោះក្រែងលោមានរឿងអ្វីកើតឡើងនោះវានឹងពិបាកនិយាយហើយនេះជាបំណងរបស់លោកយាយខ្ញុំអាចធ្វើវាដោយផ្ទាល់ដៃហើយម្យ៉ាងទៀតលោកយាយនឹងនៅពីក្រោយខ្នងជួយខ្ញុំផងទៅយើងទៅលេងនៅទីធ្លាខាងក្រៅព្រះនាងម្ចាស់មានបុត្រហើយខ្ញុំក៏មិនបានទៅសួរសុខទុក្ខយូរហើយដែរទៅយើងទៅនិយាយគ្នាដើម្បីបង្កើតភស្តុតាងអវត្តមានព្រះនាងស្រីបំរើធំនៅក្បែរព្រះនាងម្ចាស់នៅក្បែរក្មេងនោះដែរក្មេងតូចម្នាក់ងាយស្រួលដោះស្រាយទេតែបើមានមនុស្សធំនៅក្បែរនោះវានឹងពិបាកនិយាយហើយចឹងសម្រាប់នាងនោះចោលទៅបាត់ខ្លួនដោយចៃដន្យឲ្យធ្លាក់ចូលរណ្ដៅកញ្ជ្រោងហើយដើម្បីជួយក្មេងក៏ស្លាប់ខ្លួនឯងទៅនេះមិនមែនមានហេតុផលច្រើនទេមែនហើយនេះជាអណ្ដូងដែលលោកយាយជីកសម្រាប់ស្រោចផ្កាជាធម្មតាវាបិទចិត្តតែលើបែរជាបើកទៅវិញបើកហើយពិតជាពេលវេលាទីកន្លែងនឹងមនុស្សល្អឥតខ្ចោះគ្រាន់តែរុញគេចុះទៅបងស្រីខ្ញុំជីកខាងនេះអ្នកជីកខាងនោះមិនមែនគេកំពុងប្រើអ្នកណាឲ្យយើងជីកទេដាំផ្កាស្អាតហើយស្រោចទឹកឲ្យវាដុះល្អទេស្រោចទឹកចឹងគេត្រូវទៅចិត្តអណ្ដូងហើយតើអ្នកទៅខ្លួនឯងទេខ្ញុំបំរើខ្ញុំស្រោចទឹកលេងសប្បាយណាស់ខ្ញុំមិនដែលសាកល្បងទេសម្ដែងជាមនុស្សល្ងងពិតជាហត់នឿយថែមទាំងត្រូវលួងមនុស្សល្ងងម្នាក់ទៀតបងស្រីតូចសូមលាក់ចិត្តណាមិនល្អនៅលើមុខរបស់អ្នកបន្តិចបានទេចឹងក៏បានដែរចឹងខ្ញុំនឹងលេងជាមួយអ្នកបន្តិចអ្នកក៏ជីកដែរជីកពីត្រង់នេះមិនមែនខ្ញុំជាអធិរាជិនីទេមនុស្សក្នុងវាំងកាន់ចប់ជីកបំផ្លាញទីធ្លារបស់ព្រះនាងយូរតើជារឿងអ្វីទៅជីកលឿនឡើងឈរនៅទីនោះធ្វើអ្វីគ្រប់គ្រាន់ហើយឬនៅខ្ញុំជីកបានច្រើនហើយរណ្ដៅហើយហេតុអ្វីអ្នកជីកបានតិចម្ល៉េះថែមទាំងជីករណ្ដៅក៏មិនចេះ
មើលទៅខ្ញុំចាំមិនខុសទេពិតជាទីនេះមែនល្អហើយឲ្យគេទៅយកកូនឈើមកយើងទៅលេងកន្លែងផ្សេងទៀតទៅអ្នកនិយាយច្បាស់ហើយថាទៅស្រោចទឹកឥឡូវអស់កម្លាំងហើយរងចាំបន្តិចមិនបានទេបើខ្ញុំធ្លាក់ចុះដោយចៃដន្យតើត្រូវធ្វើដូចម្តេចឥឡូវអស់កម្លាំងហើយរងចាំបន្តិចមិនបានទេឬបើខ្ញុំធ្លាក់ចុះដោយចៃដន្យតើត្រូវធ្វើដូចម្តេចខ្ញុំនៅមានកម្លាំងខ្ញុំជួយអ្នកកង្កែបក្រោមដើមឈើដល់ហើយលើធ្នឹមរបងវែងនៅមានខំដាក់មិនអាគមមួយទៀតល្អហើយពោះណាស់មិនខ្ញុំទៅយកកែបបើឲ្យលោកម្ចាស់ទៅធ្វើផ្ទាល់ប្រសើរជាងយើងលេងលាក់រកគ្នាអ្នកណាឈ្នះអ្នកនោះទៅដងទឹកល្អជ្រូកទី3ឯងទៅរាប់ទៅពេលរកឯងត្រូវរកឲ្យបានល្អណាត្រូវតែរុញវាទៅក្បែរអណ្ដូងមិនឲ្យជីវឈ្នះជាដាច់ខាតខ្ញុំចង់លាក់ខ្លួនលើធ្នឹមខ្ញុំជាពស់ពីក្នុងវាំងអ្នកណាហ៊ានម្លេះនេះជាអ្វីទៅជាការទប់ស្កាត់ខ្សែឈាមដ៏គួរឲ្យខ្លាចក្មេងនេះជាបេសាច់ហើយ3 2 1ខ្ញុំរសូវហើយក្មេងថតនេះលាក់នៅណាខ្ញុំប្រកាសជាចាប់វាបានភ្លាមហើយរុញចូលអណ្ដូងតែម្ដងខ្ញុំរកឃើញឯងហើយមេតបតូចឯងចាញ់ហើយល្អណាស់ចឹងឯងទៅហៅឈូហួយរយចេញមកឲ្យនាងមើលខ្ញុំថាវត្ថុនេះមើលទៅចម្លែកណាស់ហើយខ្ញុំមានអារម្មណ៍ថាព្រះនាងតូចដូចជាដឹងជាមុនថាមានពីងលាក់នៅទីនេះហើយចិត្តណាមកវាបំបែកវាព្រះនាងតូចយើងត្រូវតែប្រាប់យាយហួងឲ្យសម្អាតវាំងនេះឲ្យបានល្អបើមិនដូច្នោះទេហេតុអ្វីបានជាខ្ញុំត្រូវលេងលាក់ខ្លួនគ្រប់ទីកន្លែងគួរតែសម្អាតឲ្យបានល្អហើយព្រះនាងតូចណែណាព្រះនាងតូចតើមានអ្វីនៅខាងក្នុងនេះកុំបារម្ភនេះខ្ញុំជីកបានមិនមែនរឿងរបស់លោកទេមានព្រះមហាក្សត្រីនិងព្រះនាងរាជទីយាបគ្រប់គ្រងខ្ញុំមិនខ្លាចជាប់ពាក់ព័ន្ធទេគ្រាន់តែកាន់ប្រអប់នេះក្នុងដៃទៅជាកាន់ដុំទឹកកកត្រជាក់ដល់បេះដូងត្រជាក់ដល់ថ្នាក់ដៃខ្ញុំញ័រហើយចុះឥឡូវយើងទៅណាលោកគ្រាន់តែតាមខ្ញុំទៅបានហើយរបស់ដែលជីកបានពីគ្រប់ទីកន្លែងសុទ្ធតែមានក្លិនស្អុយខ្លាំងណាស់តើក្នុងវាំងវ៉ាន់ស៊ូនេះលាក់របស់អាក្រក់ប៉ុន្មានទៅព្រះនាងតូចបងស្រីហាងរើខ្ញុំឃើញបងហើយចេញមកឆាប់ទៅអ្នកកុហកខ្ញុំមិនងាយឲ្យអ្នករកឃើញទេខ្ញុំបានបដូរកន្លែងជាច្រើនដងហើយបងស្រីហាងរើខ្ញុំពិតជាឃើញបងហើយចេញមកឆាប់ទៅបេះដូងលោតញាប់ខ្លាំងទីបំផុតក៏ចប់ហើយព្រះនាងតូចខ្ញុំត្រូវយករបស់ទាំងនេះទៅណាអញក៏ចង់ប្រើវិធីចម្លែកដើម្បីសងសឹកមនុស្សចម្លែកដែរដើម្បីបង្វែរការវាប្រហារទៅរកមេធ្មប់ចាស់វិញតែធ្វើរឿងទាំងនេះវាខូចបុណ្យកុសលខ្ញុំគ្មានបុណ្យកុសលប្រើប្រាស់តាំងពីដំបូងមកម្លេះដិតវាទៅមានតែប៉ុណ្្នឹងទេគ្មានអ្វីផ្សេងទៀតទេខ្ញុំចាំបានតែប៉ុណ្្នឹងទេរបស់ផ្សេងទៀតខ្ញុំត្រូវគិតយឺតតើមានរឿងអ្វីព្រះនាងតូចគ្មានអ្វីទេគ្រាន់តែអារម្មណ៍មិនល្អភ្លាមតាវធីគឺជាសត្វសាហាវបុរាណនៅក្នុងឆ្អឹងរបស់វាគឺមានស្នាមប្រេះបទពិសោធន៍ការនៅរស់ប្រាប់ខ្ញុំថាដើម្បីដោះស្រាយជាមួយមនុស្សអាក្រក់គឺត្រូវតែអាក្រក់ជាងពួកគេទើបអាចរស់បានខ្ញុំមិនមែនមនុស្សនោះទេបើប្រាប់អ្នកទាំងអស់ក្នុងពេលតែមួយខ្ញុំប្រកាសជាស្លាប់គ្មានកន្លែងកប់ដេទោះជាតាវធីក៏គ្រាន់តែជាក្មេងអាយុ3ឆ្នាំដែរខ្ញុំរស់បានយូរហើយនៅតែមិនអាចឈ្នះក្មេងម្នាក់បានវាពិតជារឿងកំ pl ែងចាស់ហើយហ៊ានមកចរចាជាមួយខ្ញុំបន្តិចទៀតអញនឹងឲ្យអញដឹងថាអ្វីទៅដែលហៅថារស់ក៏មិនបានស្លាប់ក៏មិនបានមនុស្សពីរអ្នកសម្លាប់ក្មេងអាយុ3ឆ្នាំនៅតែធ្វើមិនបានទៀតឬក្នុងទីធ្លាខាងមុខខ្ញុំមានអណ្ដូងស្ងួតខាងក្រោយមានសាលតូចទោះបីជាទាំងនេះមិនបានសម្រេចក៏ដោយតាក់ថ្នាំពុលឲ្យស្លាប់ឬគ្រាន់តែរុញក្មេងនោះឲ្យដួលក្បាលបោកនឹងអ្វីមួយស្លាប់ក៏មិនមែនជារឿងពិបាកអ្វីដែរមែនទេព្រះនាងកុំខ្ញាល់អីប្រហែលជារឿងបានសម្រេចហើយកំពុងរងចាំយើងត្រឡប់ទៅរកឃើញល្អបំផុតគឺបែបនេះមនុស្សទាំងពីរនាក់នេះឥឡូវមិនមែនជាក្មេងល្អទេសម្លៀកបំពាក់របស់ក្មេងមានស្នាមប្រឡាក់បន្តិចបន្តួចសម្លៀកបំពាក់របស់ស្រីបម្រើធំកាន់តែញញៃខ្លាំងដូចជាចេញពីការរមៀលក្នុងភក់តែពួកគេគ្រាន់តែញញៃបន្តិចបន្តួចមិនមានរឿងអ្វីកើតឡើងឡើយសម្រាប់ទាំងពីរនេះមិនអាចសម្រេចកិច្ចការបានសោះមិនអីទេលើកនេះមិនបានលើកក្រោយទូបង្គំនឹងធ្វើដោយផ្ទាល់ឥឡូវនេះរឿងសំខាន់បំផុតគឺសួរក្មេងស្លាប់នេះថាតើថ្ងៃនេះមានរឿងអ្វីកើតឡើងពិតប្រាកដមិនត្រូវឲ្យវាត្រឡប់ទៅនិយាយដើមគេឡើយជាមិនដេចក៏អញនៅទីនេះចុះបងស្រីហួយរយដែលលេងជាមួយអញទៅណាហើយពីទូបង្គំនិងបងស្រីហួយរយកំពុងលេងលាក់ខ្លួនចាប់គ្នាតែគាត់ពូកែពេកទូបង្គំរកគាត់មិនឃើញសោះក៏ត្រឡប់មកវិញតែម្នាក់ឯងថ្ងៃនេះគ្រាន់តែលេងលាក់ខ្លួនចាប់គ្នាមនុស្សនៅក្បែរខ្ញុំគ្មានប្រយោជន៍ដល់ថ្នាក់នេះទេជាមិនដេចក៏អញនៅទីនេះចុះបងស្រីហួយរយដែលលេងជាមួយអញទៅណាហើយពីទូបង្គំនិងបងស្រីហួយរយកំពុងលេងលាក់ខ្លួនចាប់គ្នាតែគាត់ពូកែពេកទូបង្គំរកគាត់មិនឃើញសោះក៏ត្រឡប់មកវិញតែម្នាក់ឯងថ្ងៃនេះគ្រាន់តែលេងលាក់ខ្លួនចាប់គ្នាមនុស្សនៅក្បែរខ្ញុំគ្មានប្រយោជន៍ដល់ថ្នាក់នេះទេអីចឹង
Baដូច្នោះពេលខ្ញុំត្រឡប់ទៅវិញខ្ញុំនឹងប្រដៅបងស្រីឲ្យបានល្អលេងជាមួយប្អូនស្រីម្ដេចក៏មិនចេះយកយល់អញពីរមិនអីទេបងស្រីហួយរយធ្លាប់និយាយថាលេងលាក់ខ្លួនចាប់គ្នា គឺត្រូវលាក់ខ្លួនឲ្យបានល្អបំផុតទើបបានគាត់ឥឡូវប្រហែលជាកំពុងលាក់ខ្លួននៅពីក្រោយទូខោអាវចាស់នោះនៅឡើយទេមួយមិនមែនទេមិនអាចទៅរួចទេវត្ថុអាក្រក់ទាំងនោះត្រូវបានកប់នៅក្រោមដីរបស់សិល្បៈអាគមទាំងនោះត្រូវបានកប់ក្នុងដីយ៉ាងជ្រៅបំផុតតើអាចជីកវាឡើងមកដោយរបៀបណាទៅបានតើអ្នកបានដាក់អ្វីទុកក្នុងដំណាក់របស់ខ្ញុំមនុស្សអាក្រក់ពិតជាមានល្បិចកលច្រើនហើយឆ្លើយតបបានគ្រាន់តែនិយាយពីទៅ3ម៉ាត់ក៏បង្វែររឿងដែលខ្ញុំជីកបានពីវាមកចាប់ប្រកាន់ថាខ្ញុំជាអ្នកកប់របស់អប្រិយក្នុងដំណាក់វាទៅវិញពិតជាចាប់ប្រកាន់ត្រឡប់មកវិញបានយ៉ាងល្អនិកាយឡៃមិនអាចទៅរួចទេមិនអាចទៅរួចឡើយរបស់សិល្បៈអាគមទាំងនោះត្រូវបានកប់ក្នុងដីយ៉ាងជ្រៅបំផុតតើអាចជីកវាឡើងមកដោយរបៀបណាតើអ្នកបានដាក់អ្វីទុកក្នុងដំណាក់របស់ខ្ញុំមិនមែនទេព្រះនាងម្ចាស់នេះមិនមែនទេកុំទិញអីនេះជារបស់មានតម្លៃដែលជីវរកឃើញមិនមែនឲ្យអ្នកទេនេះពិតជាក្មេងអាយុ3ឆ្នាំមែនឬជួហុយរោនៅអាយុប៉ុណ្ណេះគ្រាន់តែចេះដើរតាមក្រោយខ្ញុំដើម្បីសុំស្ករញ៉ាំប៉ុណ្ណោះក្មេងថតម្នាក់នេះឆ្លើយតបបានយ៉ាងរហ័សរហូតធ្វើឲ្យខ្ញុំមិនអាចដាក់កំហុសលើវាបានឡើយវាចាក់ដល់បំពង់ក៏ទៅហើយទោះជាមនុស្សល្ងងក៏មើលដឹងដែរថារបស់នេះនាងលោភលន់លួចជីកយកចេញពីក្នុងដំណាក់របស់ខ្ញុំប្រសិនបើព្រះមហាក្សត្រជ្រាបថាវត្ថុឧបទ្រពចង្រៃរូបក្បាលដំរីក្នុងហឹបនេះទោះខ្ញុំមានក្បាល10ក៏មិនគ្រប់សម្រាប់កាត់ទោសដែរមនុស្សចម្លែកពួកអ្នកទាំងអស់គ្នាសុទ្ធតែចង់ដណ្ដើមរបស់ខ្ញុំសូម្បីតែរបស់ក្មេង3ឆ្នាំក៏អ្នកដណ្ដើមដែរខ្ញុំនឹងទៅទូលប្រាប់ព្រះឲ្យកមិនសមរម្យសោះព្រះមហេសីកំពុងធ្វើបាបព្រះនាងតូចឆាប់ទៅទូលប្រាប់ព្រះអាគមហេសីនិងព្រះនាងម្ចាស់រាជទាយាទទៅគុំថាឡើយដល់ព្រះមហេសីសូម្បីតែយាយចាស់នៅតាមស្រុកស្រែក៏ដឹងថាត្រូវចេះយកដល់ក្មេងដែរលិសូសម្រែកយំរបស់ក្មេងនេះខ្ញុំជាចិត្តស្ទើរតែដាច់ខ្យល់ទៅហើយក្មេងចង្រៃនេះកំពុងបង្កចំនួនអ្វីទៀតហើយតាមទៅប្រាប់មកថាថ្ងៃនេះឯងមានរឿងអ្វីឲ្យប្រាកដកុំមកធ្វើមុខញញឹមដាក់ខ្ញុំឯងទៅដំណាក់វ៉ាន់ស៊ីវធ្វើអ្វីតើឯងនឹងឈូហ្វារ៉ូវីតបគ្នាឬមួយឯងទៅជួយសម្អាតដំណាក់ឲ្យព្រះមហេសីយូហេតុផលនេះក៏មិនអន់ប៉ុន្មានដែរកូនគ្រាន់តែទៅជួយសម្អាតបន្ទប់ប៉ុណ្ណោះវត្ថុឧបទ្រពចង្រៃមិនស្អាតស្អំទាំងអស់នោះកូនបានបោះសម្អាតចេញអស់ហើយខ្ញុំជាម្ដាយឯងមិនដែលគិតនឹងក្រាលពូកឲ្យខ្ញុំផងតែឯងបែរជារត់ទៅធ្វើការងារនៅដំណាក់ព្រះមហេសីទៅវិញមិនថាឯងធ្វើអ្វីរហូតដល់សភាពបែបនេះរឿងនៅដំណាក់ព្រះមហេសីយូខ្លាចថាវាមិនទាន់ចាប់ត្រឹមនេះទេដរាបណាមានរឿងពាក់ព័ន្ធនឹងព្រះមហេសីយូនោះគឺដូចជាជន់ត្រូវលីមកអញ្ចឹងគួរឲ្យខ្ពើមរអាំណាស់ទុកព្រួយក៏ទុកព្រួយទៅចុះឲ្យតែបុត្ររបស់ខ្លួនមិនខាត់បងអ្វីក៏បានដែរបើព្រះនាងយូគួយចង់ប្រើល្បិចក៏អ្វីពួកយើងដែលជាមេតាក្នុងវាំងនៅទីនេះនៅឡើយព្រះនាងឲ្យដណ្ដើមហឹបនោះត្រឡប់មកវិញហើយតើគួរតែបើកមើលដែរឬទេមិនចាំបាច់ទេគឺយើងផ្ទាល់ដែលមើលគេធ្វើពិធីនេះរមែងដឹងច្បាស់ថាមានអ្វីនៅខាងក្នុងតើអាចនឹងបាត់បង់របស់អ្វីទៅបានចាំសិនចុះនោះគឺជាក្មេងអាយុ3ឆ្នាំតើវាអាចទៅរួចទេវាអាចទៅរួចណាស់ដែលក្មេងនោះចង់ដឹងចង់ឃើញទៅយករបស់ចេញពីក្នុងនោះមកបើកមើលក្មេងចង្រៃនោះពិតជាយកហឹបដែលដាក់បណ្ដាសានេះមកប្រើជាហឹបធម្មតាពិតមែនឬថែមទាំងយករបស់ដែលជីកបានពីលើជញ្ជាំងមកញ៉ាត់ចូលក្នុងនេះទាំងអស់ទៀតនេះវារបស់ឈូយួយមិនអាចទៅរួចទេឈូយ៉ាវគ្រាន់តែជាក្មេងអាយុ3ឆ្នាំប៉ុណ្ណោះនាងអាចដឹងរឿងដែលយើងធ្វើការពី10ឆ្នាំមុនដោយរបៀបណាម្យ៉ាងទៀតនាងមិនអាចដឹងរឿងរ៉ាវលម្អិតដល់ថ្នាក់នេះឡើយថែមទាំងជីកយកចេញមកបានយ៉ាងត្រឹមត្រូវទាំងអស់ទៀតហេតុអ្វីមិនកំទេចហឹបនេះចោលទៅបើគ្រប់រឿងរ៉ាវអាចនឹងត្រូវគេរកឃើញតែរឿងនេះមិនបានឡើយរូបចម្លាក់ស្ពាន់ដែលលួចយកជោគវាសនាអធិរាជនេះគឺជាជីវិតរបស់ខ្ញុំគឺជាក្តីសង្ឃឹមទាំងអស់របស់ខ្ញុំឲ្យតែព្រះអង្គម្ចាស់រួយមានជោគវាសនាជាអធិរាជព្រះអង្គម្ចាស់រាជទាយាទនឹងជួបគ្រោះហ្វឹងឈៀនសៀមិនសំខាន់ទៀតឡើយឲ្យតែវាមិនទាន់កម្រើគឺល្អហើយចុះអ្នកនាងហ្វៃរ៉ូទៅណាហើយនាងមកព្រះនាងម្ចាស់កញ្ញាហ្វៃរ៉ូបាត់ខ្លួនហើយខ្ញុំម្ចាស់បានស្វែងរកអស់រយៈពេល1ម៉ោងហើយរកគ្រប់កន្លែងក្នុងដំណាក់វ៉ាន់សៀវក៏នៅតែរកមិនឃើញកញ្ញាដែរថាដូចម្ដេចណាអាក្មេងថតឈូយ៉ាវនោះមិនអីទេផ្ទុយទៅវិញហ្វៃរ៉ូរបស់ខ្ញុំបែរជាបាត់ខ្លួនទៅវិញឈឺណាស់ឈឺពោះណាស់ខ្ញុំគ្រាន់តែលួចញ៉ាំនំមួយដុំក្នុងបន្ទប់របស់ជីដូនប៉ុណ្ណោះជីដូនប្រាប់ថាគ្មានបញ្ហាអ្វីទេជីដូនបោកប្រាស់ខ្ញុំរៀបចំឱសថជាបន្ទាន់ត្រូវតែជាឱសថដែលមានអាយុកាលរាប់រយឆ្នាំនាងត្រូវពីពោះយ៉ាងធ្ងន់ធ្ងរជាតិពុលបានរាលដាលហើយសំណាងដែលនាងញ៉ាំមិនច្រើនបើប្រើរួមជាមួយថ្នាំបន្សាបពីប្រហែលជាអាចសង្គ្រោះជីវិតបានរោគសញ្ញានេះមិនខុសទេវាគឺជាពីរដែលខ្ញុំលាក់ទុកក្នុងក្រចកដៃដែលដើមឡើយខ្ញុំបំរុងដាក់ឲ្យអាក្មេងថតឈូយ៉ាវនោះឈូហ្វៃម៉ឹងនេះពិតជាស៊ីមែនបែរជាលួចញ៉ាំទៅវិញហេតុអ្វីបានជាមនុស្សម្នាក់នោះស្លាប់ទៅជាច្រើនឆ្នាំហើយឈូយេនៅតែអាចរស់នៅដោយសុខសាន្តបានហេតុអ្វីបានជាអាប្រុសឈូមីងយាននោះមានវាសនាជាអធិរាជសូម្បីតែអាក្មេងថតអាយុ3ឆ្នាំដែលចេះតែស៊ីនោះក៏នៅតែល្អជាងចៅស្រីរបស់ខ្ញុំតែវាដឹងថាត្រូវជៀសវាងប៉ុន្តែចៅស្រីរបស់ខ្ញុំបែរជាល្ងងខ្លៅទៅចាញ់បោកគេទៅវិញហ្វៃរ៉ូរបស់យាយឲ្យពីឲ្យអូស្ការេឲ្យការពលនេះប្រកាសជាមានអ្នកប៉ុនប៉ងធ្វើឃាតជាមិនខានតើជានរណាទៅដែលហ៊ានធ្វើបាបហ្វៃរ៉ូនាងនៅក្មេងខ្លាំងណាស់ចុះតាន់ជូទៅណាហើយ
នាងនៅឯណាហើយនាងមកទីនេះភ្លាមព្រះនាងយូប្រកាសជាយកខ្ញុំទៅធ្វើជាខែដើម្បីការពារព្រះនាងរាជយាតខ្ញុំត្រូវតែរត់ ព្រះចៅអធិរាជយាងមកដល់ហើយចប់ហើយ សូមព្រះមេត្តាប្រោសសូមព្រះនាងមេត្តាប្រោសគឺជាកំហុសរបស់ទូបង្គំដែលមើលថែអ្នកនាងហ្វៃរ៉ូមិនបានល្អទូបង្គំសំនឹងស្លាប់ហើយព្រះអង្គគុំចាស់សូមកុំអីព្រះមហេសីដឹងច្បាស់ថាតាន់ជូគឺជាអ្នកបម្រើដ៏ស្មោះត្រង់នាងនៅជាមួយហ្វៃរ៉ូជាយូរមកហើយនាងស្រឡាញ់ហ្វៃរ៉ូខ្លាំងណាស់មិនអាចធ្វើតែប្រាប់ព្រះអង្គទៅថាថ្ងៃនេះហ្វៃរ៉ូបានធ្វើអ្វីខ្លះទៅទីណាខ្លះបានជួបអ្នកណាខ្លះទោះបីជារឿងតូចតាចបំផុតតែគួរឲ្យសង្ស័យក៏ត្រូវតែនឹកគិតឲ្យបានល្អអ្នកនាងហ្វៃរ៉ូថ្ងៃនេះគឺស្ដាប់បង្គាប់ណាស់គ្រាន់តែកណ្ដាលទីព្រះនាងតូចឈូយ៉ាវមកពីដំណាក់រាជយាតបានមកលេងជាមួយអ្នកនាងតែប៉ុណ្ណោះ ដំណាត្រូវហើយ ពេលលេងលាក់រកព្រះនាងតូចមានអ្នកបម្រើធំម្នាក់ពីដំណាក់ព្រះមហាក្សត្រីយានីតាមជាប់ជានិច្ចពេលខ្ញុំបម្រើរករួចមិនថាយ៉ាងណាក៏រកអ្នកទាំង3នោះមិនឃើញដែរខ្ញុំបម្រើនឹងស្លាប់ខ្ញុំបម្រើមិនមានបំណងក្បត់ព្រះនាងតូចទេខ្ញុំបម្រើគ្រាន់តែស្រាប់តែនឹកឃើញថាពេលព្រះនាងតូចមកដល់ដំណាក់វ៉ាន់សៀវដំបងក៏ចាប់ផ្ដើមរឿងអើមហូបបង្អែមដែលអ្នកនាងរៀបចំយ៉ាងយកចិត្តទុកដាក់ដោយគ្មានមូលហេតុទាំងថាបង្អែមមិនឆ្ងាញ់ហើយសើចចំអកអ្នកនាងទៀតផងតើព្រះនាងមានគំនិតអ្វីចំពោះដំណាក់វ៉ាន់សៀវរបស់ពួកយើងឬ ដូច្នេះឈោយ៉ាវនេះពិតជាពីមុនចូលចិត្តបង្កបញ្ហាមិនអីទេឥឡូវហ៊ានពឹងផ្អែកលើឋានៈរបស់ខ្លួនហ៊ានដាក់ថ្នាំបំពុលបងប្អូនជីដូនមួយបង្កើតនៅក្នុងវាំងទៅវិញកូនស្រីរបស់ព្រះរាជបុត្រាពិតជាមានអំណាចខ្លាំងណាស់ឈោចិនធានបានគ្រប់គ្រងអ្នកអស់ជាច្រើនទសវត្សរ៍មកហើយខ្ញុំដឹងច្បាស់ថាអ្នកចង់បានអ្វីគឺនារីទុនខ្សោយល្ងងខ្លៅម្នាក់ដែលពឹងផ្អែកលើអ្នកដោយគ្មានលក្ខខណ្ឌ ព្រះករុណាជីវនៅតូចណាស់នាងទៅតែ3ខួបប៉ុណ្ណោះនាងគ្រាន់តែមិនចូលចិត្តបង្អែមរបស់ខ្ញុំបម្រើហើយគ្រាន់តែនិយាយពាក្យធ្ងន់ពីរម៉ាត់ដោយគ្មានចិត្តមានអាក្រក់នាងប្រកាសជាមិននឹកស្មានដល់ថាចង់ធ្វើបាបហួយរយនោះទេ ហ៊ានណាស់មាត់វែងមិនក៏អញហ៊ានបង្កាច់បង្ខូចកូនស្រីរបស់ព្រះរាជបុត្រាដោយគ្មានភស្តុតាងបែបនេះព្រះករុណារឿងនេះ សូមទុកវាចោលទៅហួយរលនៅតែឈឺខ្ញុំបម្រើមិនចង់បង្កចំនួនធំដុំទេមិនចង់ឲ្យព្រះរាជបុត្រានិងព្រះរាជបុត្រីមានការលំបាកឡើយខ្ញុំបម្រើនឹងបំភ្លេចវាចោលទៅ ឈឺគ្រប់គ្រាន់ហើយនាំសត្វត្រឆានតូចដែលចូលចិត្តបង្កបញ្ហានោះមកឲ្យទៅឲ្យទៅចាត់ការឥឡូវនេះកាលពីមុនរឿងរ៉ាវមិនសមរម្យទាំងឡាយយើងសុខចិត្តអត់អន់ឲ្យតែលើកនេះហ៊ានដល់ថ្នាក់ប៉ុនប៉ងជីវិតមនុស្សយើងចង់ឃើញណាស់ថាព្រះអង្គគុំចាស់និងព្រះមហេសីបានបង្រៀនបិសាចពលមុខមាត់បែបណាមក ស្អុយខ្លាំងណាស់ចង់មកអប់រំយើងទៀតហើយឬគ្រាន់តែជាស្ដេចនៃលោកីមួយអង្គក្នុងប្រវត្តិសាស្ត្រដ៏វែងអន្លាយសូម្បីតែពេលព្រិចភ្នែកក៏មិនដល់ផងមានអ្វីត្រូវអួតអាងចំពោះយើងវិញអ្នកណាដែលមិនអាចយករបស់ល្អមកថ្វាយយើងសុទ្ធតែជាមនុស្សអាក្រក់ ក្រសែភ្នែកនិងទឹកមុខមិនព្រមចុះចាញ់នេះដូចជាម្ដាយរបស់ឈូយេបេដាអត់ខុសគ្នាឡើយកាលនោះនាងមិនព្រមរៀបអភិសេកជាមួយយើងរាល់ពេលជួបយើងនាងតែងតែលុតជង្គង់ដោយទឹកមុខមិនព្រមចុះចាញ់បែបនេះជាទឹកមុខដែលយើងស្គាល់ច្បាស់ណាស់កាលនោះនាងក៏បែបនេះដែរយើងតាមឈូជិនធានជាច្រើនឆ្នាំស្មានថាខ្លួនឯងយល់ពីគេច្បាស់តែមានតែស្ត្រីម្នាក់នោះទេដែលជាករណីលើកលែងនាងគឺជាស្ត្រីតែម្នាក់គត់ក្នុងជីវិតរបស់ឈូជិនធានដែលមិនព្រមចុះចាញ់តែគេនៅតែដាក់ក្នុងចិត្តសំណាងហើយដែលនាងស្លាប់ទៅឆាប់ពេកតែហេតុអ្វីបានជាក្មេងស្រីម្នាក់នេះមានទឹកមុខស្រដៀងនឹងនាងខ្លាំងម្ល៉េះតើនេះជាខ្សែស្រឡាយមែនទេក្មេងធាត់នេះទុកមិនបានឡើយ ព្រះអង្គជីវនៅក្មេងណាស់សូមកុំតឹងរឹងពេកអីសូមព្រះអង្គកុំខឹងអីនៅក្នុងវាំងយូមកនេះថ្ងៃនេះខ្ញុំបានដឹងច្បាស់ហើយថាយូគួយហ្វៃម្នាក់នេះមិនមែនជាមនុស្សល្អពិតមែនហេតុអ្វីបានជាហ្វៃរងត្រូវថ្នាំពោលទៅវិញគ្រាន់តែលេងលាក់កូនសោះហេតុអ្វីក៏អាចត្រូវថ្នាំពោលបាននាងចាស់បិសាចនោះមិនមែនចង់ធ្វើបាបខ្ញុំទើបហ៊ានដាក់ថ្នាំពោលចៅស្រីបង្កើតខ្លួនឯងបែបនេះទេមិនចាំបាច់លះបង់ដល់ថ្នាក់នេះក៏បានដែរពិតជាហ៊ានចំណាយដើមទុនធំមែនចៅស្រីមិនដឹងរឿងទេពួកយើងលេងល្បែងលាក់កូនបងស្រីលាក់កូនបានពូកែណាស់ខ្ញុំរកមិនឃើញក៏ត្រឡប់ទៅរកម្ដាយវិញទៅព្រះនាងតូចអាយុទើបតែ3ឆ្នាំសោះក៏ហុកមិនមែនជារឿងល្អទេព្រះនាងមិនបានលាក់ខ្លួនតតែសោះពេលទីសេរាប់លេខចប់ព្រះនាងនៅឈរនៅកន្លែងដដែលហើយប្រាប់ឲ្យទីសេចេញទៅរកហ្វៃរងព្រះនាងតូចតើព្រះនាងចង់បន្លំឲ្យទីសេចេញទៅដើម្បីធ្វើរឿងអាក្រក់អ្វីមែនទេតើព្រះនាងចង់មានបន្ទូលថាបងស្រីហ្វៃរងឈឺតើជាស្នាដៃរបស់ខ្ញុំដែលដាក់ថ្នាំពុលមែនទេខ្ញុំគ្រាន់តែចង់បំភ័យនាងឲ្យនាងនិយាយមិនចេញដើម្បីទម្លាក់កំហុសប៉ុន្តែក្រសែភ្នែកនាងគួរឲ្យខ្លាចណាស់តើការដែលខ្ញុំជួយព្រះមហេសីយូធ្វើបាបក្មេងម្នាក់នេះជាកំហុសដ៏ធ្ងន់ធ្ងរមែនទេព្រះមហេសីថ្ងៃនេះអ្នកជាអ្នកអញ្ជើញខ្ញុំមកដើម្បីឲ្យមកនៅក្បែរបងស្រីហ្វៃរងមែនទេមែនហើយគឺខ្ញុំដែលហៅអ្នកមកដូច្នេះហើយទើបខ្ញុំប្រាប់អ្នកថាកុំប្រកាន់អីវាជាកំហុសរបស់ខ្ញុំទាំងអស់បើដូច្នោះតើខ្ញុំពូកែខ្លាំងណាស់មែនទេក្នុងពេលដែលមិនដឹងថាបងស្រីហ្វៃរងនៅណាក៏អាចដឹងមុនដល់យកថ្នាំពុលចូលក្នុងវាំងរួចត្រូវអ្នកអញ្ជើញមកហើយឆ្លៀតឱកាសដាក់ថ្នាំពុលសម្រាប់បងស្រីអូបើដូច្នោះតើខ្ញុំពូកែខ្លាំងណាស់មែនទេក្នុងពេលដែលមិនដឹងថាបងស្រីហ្វៃរងនៅក្នុងវាំងក៏អាចដឹងមុនដល់យកថ្នាំពុលចូលក្នុងវាំងរួចត្រូវអ្នកអញ្ជើញមកហើយឆ្លៀតឱកាសដាក់ថ្នាំពុលសម្រាប់បងស្រីខ្ញុំពិតជាអស្ចារ្យមែនទេតើអ្នកបម្រើរបស់ព្រះនាងយូអាចសន្និដ្ឋានបែបនេះបានយ៉ាងដូចម្តេចតើខ្ញុំមានភស្តុតាងដែរឬទេប្រសិនបើគ្រាន់តែពាក្យសម្ដីរបស់នាងបម្រើថោកទាបមួយរូបតែគ្មានមូលដ្ឋានច្បាស់លាស់មកចាប់ប្រកាន់ខ្ញុំបែបនេះខ្ញុំខ្លាចថាវាមិនអាចធ្វើឲ្យអ្នកដទៃជឿជាក់បានឡើយព្រះករុណាមុននេះបន្តិចពេលដែលទូព្រះបង្គំពិនិត្យមើលសម្លៀកបំពាក់របស់នាងហ្វៃរងទូព្រះបង្គំបានប្រទះឃើញកំទេចនំនៅលើដៃអោរបស់នាងដែលទូព្រះបង្គំស្គាល់ច្បាស់ថាវាជាប្រភេទនំ
ដែលមានតែនៅក្នុងដំណាក់របស់ព្រះនាងយូតែប៉ុណ្ណោះ នេះគឺដោយសារតែនាងបានសោយនំពីដំណាក់ព្រះនាងយូទើបពលបែបនេះតើអាចចោទថាជាស្នាដៃរបស់ជាវៗបានយ៉ាងដូចម្តេចទៅបានព្រះករុណាម្យ៉ាងទៀតទូព្រះបង្គំត្រូវបានគេមួបង្កាច់ហើយឡ ខ្លួនយើងនេះជាសត្វទេពបុរាណមួយរូបទោះបីជារូបកាយខាងក្រៅមើលទៅដូចក្មេងអាយុ3ឆ្នាំក៏ដោយក៏ពួកឯងហ៊ានរួមដៃគ្នាបោកប្រាស់យើងដល់ថ្នាក់នេះយើងអាចចំណាយពេលប្រើកណ្ដុរឲ្យទៅរកទីតាំងដែលមេធ្មប់ចាស់នោះលាក់ថ្នាំពុលបានប៉ុន្តែពេលនេះយើងលែងចង់អត់ធ្មត់ទៀតហើយក្នុងនៅពេលដែលពួកឯងខំប្រឹងរៀបគម្រោងការដ៏ស្មុគគ្រប់នេះនោះយើងក៏លែងគឺត្រូវតែបំបែកចោលទាំងអស់ថ្នាំពីរនោះគឺព្រះនាងយូជាអ្នកដាក់ដោយផ្ទាល់ឯងសាកពិនិត្យមើលក្រចកដៃនាងទៅមើលអាដង្កូវចាស់អប្រៃគឺបែបនេះឯងបើសំឡេងក្នុងក្បាលនេះជាការពិតមែនចុះជីវិតរបស់យើងនេះមានន័យដូចម្ដេចទៅព្រះករុណាថ្លៃវិសេសទូបង្គំស្លាប់ទៅមិនស្ដាយក្រោយឡើយប៉ុន្តែអ្នកនាងហ្វៃរ៉ូទើបតែមានអាយុ5ឆ្នាំប៉ុណ្ណោះនាងគឺជាចៅស្រីដែលព្រះនាងយូស្រឡាញ់បំផុតបើមិនស៊ើបអង្កេតឲ្យច្បាស់លាស់ទេព្រះនាងយូប្រហែលជាត្រូវស្ដីបន្ទោសខ្លួនឯងពេញមួយជីវិតឯកូនស្រីតូចនេះតាំងពីតូចមកគឺខុសប្លែកពីគេឯរឿងរ៉ាវដែលនាងបង្កឡើងអ្នកណាក៏ដឹងដែរសូមព្រះករុណាផ្ដល់យុត្តិធម៌ផងព្រះអើយស្លូតត្រង់ចិត្តល្អអញ្ចឹងឬព្រះស្នំចង់ដាក់ទោសអ្នកណាមិនពិបាករកលេងនោះទេពួកគេទាំងពីរអ្នកនេះមិនដែលសង្ឃឹមថាយើងនឹងផ្ដល់យុត្តិធម៌ឲ្យឡើយហេតុអ្វីព្រះនាងយូកាត់អណ្ដាតវាចោលរួចវាឲ្យស្លាប់យើងដឹងថាព្រះនាងយូតែងតែចង់ឲ្យបងប្អូនពួកគេស្រស់ស្រួលគ្នាយើងក៏នឹងបំពេញតាមបំណងប្រាថ្នារបស់អ្នកម្ចាស់បងមិនមែនពោលថាជប់ប្រកាន់ទុកបីហើយទេក្នុងការដែលសង្គ្រោះកុមារបានហើយក៏គួរតែបញ្ចប់រឿងនេះទៅចុះជប់ប្រកាសព្រះរាជចម្ការរបស់ហដ្ឋាគតរឿងរ៉ាវដែលកើតឡើងនៅថ្ងៃនេះបើមានអ្នកណាម្នាក់ហ៊ានបង្ហើបដំណឹងនេះចេញទៅក្រៅនឹងត្រូវប្រហារជីវិតដោយគ្មានការលើកលែងព្រះរាជចម្ការរបស់ហដ្ឋាគតបើមានអ្នកណាម្នាក់ហ៊ានបង្ហើបដំណឹងនេះចេញទៅក្រៅនឹងត្រូវប្រហារជីវិតដោយគ្មានការលើកលែងអាចាស់កញ្ចាស់ពុតបុតអើយគុំស្មានថាមិនដឹងថាអ្នកកំពុងគិតអ្វីឲ្យសោះទោះបីដឹងការពិតក៏មិនចង់បង្ហាញនៅចំពោះមុខមនុស្សម្នាទាំងនេះដែរទាំងដែលអាចជំរះមន្ទិលឲ្យបានតែបែរជាដោះស្រាយរឿងនេះដោយមិនច្បាស់លាស់ទៅវិញអារម្មណ៍របស់មនុស្សពិតជាស្មុគស្មាញណាស់ទាំងដែលនៅចំពោះមុខចម្លើយតែបែរជាគេចវិសទៅវិញលើកនេះកញ្ញាខុសហើយងុយដេកណាស់ព្រះរាជអាជ្ញាក្រាបទូលខ្ញុំម្ចាស់បានពិនិត្យយ៉ាងល្អិតល្អន់ហើយជាពលដែលប្រឡាក់លើអាវក្រោះនេះគឺជាជាពលតែមួយដែលអ្នកនាងហ្វៃរុងបានទទួលនៅពេលថ្ងៃហាមផ្សព្វផ្សាយរឿងនេះជាដាច់ខាតតែយ៉ាងណាក៏ល្អដែរប្រសើរជាងត្រូវគេបោកបញ្ឆោតអស់មួយជីវិតសូមក្រាបបង្គំទូព្រះករុណាថ្លៃពិសេសទូបង្គំបានស៊ើបអង្កេតឃើញថានៅពេលថ្ងៃព្រះនាងតូចពិតជាបាននាំស្រីបំរើផ្ទាល់ទៅជីកកាយរករបស់ទូបង្គំមិនហ៊ានចូលទៅជិតឡើយតែក្រោយពីព្រះនាងយូគួយហ្វៃជ្រាបដំណឹងក៏មានការភិតភ័យយ៉ាងខ្លាំងហើយបានដណ្ដើមយករបស់ទាំងនោះយកទៅដុតកំទេចចោលភ្លាមទៅហើយឲ្យហេតុអ្វីបានជាជីវៗដែលជាក្មេងអាយុត្រឹម3ឆ្នាំមិនមកទូប្តឹងយើងហើយព្រះនាងយូគួយហ្វៃក៏មិនហ៊ានទូយើងដែរតើនេះមកពីមូលហេតុអ្វីទូបង្គំមិនហ៊ានឆ្លើយឡើយព្រះនាងជីវៗមិនទូប្តឹងព្រោះព្រះនាងមិនជឿទុកចិត្តលើព្រះអង្គព្រះនាងដឹងថាព្រះអង្គនឹងមិនផ្ដល់យុត្តិធម៌ឲ្យព្រះនាងឡើយចំណែកព្រះនាងយូគួយហ្វៃមិនទូយើងគឺដោយសារក្នុងចិត្តនាងមានទោសកំហុសទើបនាងមិនហ៊ាននិយាយតើនាងចង់បានអ្វីទៀតយើងស្រឡាញ់នាងខ្លាំងដល់ថ្នាក់នេះហើយនាងហ៊ានដល់ថ្នាក់យករបស់របរដែលបន្សល់ទុកពីអតីតព្រះមហេសីតែមួយគត់របស់យើងកាលពី10ឆ្នាំមុនទៅកប់ក្នុងដីដើម្បីរឿងអាក្រក់ដែលក្បត់មុនសិកាបែបនេះរកឃើញហើយរកឃើញពិតមែនហើយម្ចាស់សប្បាយចិត្តខ្លាំងណាស់មែនទេពេលថ្ងៃជីវៗត្រូវបាបយ៉ាងខ្លាំងក្មេងម្នាក់នេះត្រឡប់មកដល់ផ្ទះវិញក៏ខឹងរហូតដល់ដេកលក់បាត់ទៅហើយសូម្បីតែអាហារពេលល្ងាចក៏មិនបានញ៉ាំដែរធម្មតាគេជាក្មេងដែលញ៉ាំបានច្រើនណាស់មិនមែនឬតើនេះវាមានរឿងអ្វីទៅឈួយយេទោះបីជាអ្នកជឿជាក់លើចរិតរបស់ព្រះនាងយូគួយហ្វៃយ៉ាងណាក៏ដោយខ្ញុំក៏ជាម្ដាយរបស់ជីវៗដែរខ្ញុំជឿជាក់លើកូនស្រីរបស់ខ្ញុំជីវៗគ្មានថ្ងៃដាក់ថ្នាំពុលឡើយខ្ញុំមិនមែនជាមនុស្សដែលជឿតែពាក្យអ្នកក្រៅនោះទេរឿងរ៉ាវម្ចាស់នេះនឹងស៊ើបអង្កេតរឿងនេះឲ្យច្បាស់លាស់ព្រះបតាលើកលែងទោសឲ្យជីវៗក៏ព្រោះតែយកដល់មុខមាត់ព្រះនាងម្ចាស់ក្ត្រីនាងខឹងខ្លាំងណាស់រាល់ដងនាងតែងត្រឡប់មកទទួលទានអាហារពេលល្ងាចតែថ្ងៃនេះនាងខឹងរហូតដល់សន្លប់បាត់ស្មារតីទៅហើយគ្រាន់តែលួងលោមឲ្យនាងសប្បាយចិត្តទៅបានហើយតើមានរឿងអ្វីទៅមើលទៅអ្នកហាក់ដូចជាមានអារម្មណ៍ល្អណាស់ខ្ញុំរើសបានអ្នកនឹងអ្នកអាចរើសបានរបស់ផងគ្រាន់តែមិនធ្វើបាត់របស់ឬមិនជួបគ្រូកាច់ក៏ចាត់ទុកថាជាសំណាងធំទៅហើយតែក៏ដោយក៏ថ្ងៃនេះខ្ញុំនឹងយកកាក់នោះទៅតម្កល់បូជាលើអាសនៈឲ្យបានតើវត្ថុមានតម្លៃឬជូអៀងតើអ្នករើសបានវត្ថុមានតម្លៃពេលដែលខ្ញុំកំពុងដើររកខ្ញុំបានឆ្លងកាត់កន្លែងនេះក៏លេចមុខនៅក្រោមជើងរបស់ខ្ញុំពុកខ្មៅបានបើកចេញហើយក៏រលីបាត់ទៅថ្ងៃមុខអ្នកក៏នឹងកាន់តែប្រសើរឡើងលោកឪពុកដែលអភ័ព្វទីបំផុតក៏មានរាសីឡើងវិញថ្ងៃនេះបានប្រើប្រាស់ធម្មពលដែលសន្សំទុកពិតជាងងុយខ្លាំងណាស់ទោះអញមិនប្រកាន់ខឹងនឹងមនុស្សដែលគួរឲ្យរំខាននោះឡើយ